dây chào phò gì cũng con nó hư ho mấy chậu ba lùi dây nơi nhà ốp sọc pính chào trong trên tờ đá lên đừng cái bạn tê chào anh từ sọc kia bật vào màn nằm màu vĩnh cùng ôi thì xua rộp một hào tỉnh bạn nơi thời gian mày miền bị gió ấy lục dây khi ông ta bán tầm pơ năm lục dây mình toàn bán xà lạnh nhưng có kịch một tiếng dây trong cái tờ ná bán chia mình khơi lục dây bằng trâu chất bạch xuôi kế từ sốc từ lên mẹ đỏ kia lục dây tầm lọp tầng tay ná tái mấy có bà đôi chào đây đa lên là hay là hôn chứ mền vậy dễ bị ở chân không ai làm lẫn dây nực khơi tê nè sống dễ tay tà mà tịch tì ở đấy có lạc hài thôi sải bắt chân mà nâng chỉ tao đo nát lá thế món sải môi nướng bạc cài đây nữa chụp mọt tợ lỡ nữa ngày ní mạch tờ nà tê tứ tờ tuốt một pha vật tầy mày bật thô lục dây mà bắt sắt từ trái sấy tới bàn hay còn chọc chuôn ở trái pro tiền nó đòn mong phụ mạ khi mà tụi trái lớn hay ôi phục cầm tới tụi chấm nó trái plei tới lục dây hơi từ na từ cho chăm dê ở sạch đâu tới tụi các bạn đây miền trời phò pi cũng ở chi xài cái miền tịnh lục dây không能trái man ta nên nó tì từ na từ không buồn dê từ gì mày chứ bạn chỉ kẹt nhau mai khi mình đua tê bạn làm phải hơn á mình mơ mình đua chơi cam têខ្ញុំសុំទោសណាចាំខ្ញុំជួយមានប៉ះពាល់លេខធ្ងន់ទេមិនអីទេអីឬយ៉ាងម៉េចហ្នឹងbạn làm đọc kê từ đua hái để còn bạn tham ở đâyទៀតណាôi bạn chỉ kẹt nhau mai ơiជួយកូនផងôiកូនប្រហែលជាស្លាប់ឥឡូវផ្លូវចង្អៀតខ្ញុំគ្មានចេតនាទេនាងឥឡូវខ្ញុំសងប្រាក់នាងណានាងចង់មកប្រហែលនិយាយទៅព្រោះខ្ញុំគ្មានពេលស្ដាប់សំឡេងរំអួយរបស់អ្នកជំងឺពុតទេដល់ប្រហែលដល់ឡានដល់គេហើយស្រីបំពេញដល់គេពុតទៀតណាពុតធអូតិចការខ្ញុំហើយបានអីលក់ទៅគ្រួសារខ្ញុំថ្ងៃនេះច្បាស់ជាអត់បាយហើយជាកំហុសចៃដន្យទេឲ្យខ្ញុំសុំទោសផងនាងមិនអីទេបន្តិចបាត់ហើយពួកខ្ញុំធានាសងតម្លៃខូចខាតនាងចង់បានប្រមាណនិយាយដោយលោកខាងនេះបានស្រួលស្ដាប់ចង់មិនចង់ក៏ពួកលោកធ្វើឲ្យខ្ញុំខូចខាតដែរឥឡូវចេះទេតុកការទាំងកង់15000អូបឋមប្រូទីណាណូប្រហែលជាលុបការមិនដាច់ហើយបានជាចេញក្បួនឡាំប៉ាទាសងជំងឺចិត្តខុសទំនងខូចប៉ុណ្ណឹងសោះទា15000គួរឲ្យចង់សើចណាស់សើចទៅលើសើចហើយក៏ភ្លេចបកលលុយឲ្យខ្ញុំ15000ផងបើមិនអញ្ចឹងទេខ្ញុំធ្វើលោកខ្មាស់គេដែលគេកំពុងឈរមើលកិត្តិយសរបស់លោកនឹងលុយ15000មួយណាធំជាងហើយសងលុយទៅសងគេឃើញទេប៉ុណ្ណឹងដែរមានលុយ15000ល្មមឲ្យទឹកលុយប៉ុណ្ណឹងនោះបងប្អូនទាំងអស់គ្នាជួយធ្វើសារស្រីខ្ញុំតែម៉ែណៃសងទៀតគាត់ចាំអំពាវសិទ្ធខ្ញុំជាស្រីមិនចេះខ្មាស់គេទេលេងម៉ែណៃសងឲ្យដែរបានហើយនេះយកទៅកុំបោកបាច់ច្រើនពេកតែថ្ងៃក្រោយកុំញ៉ាំប្រាក្បួននេះទៀតយកតើយើងគ្រប់ទេអើខនប៉ុនទៀតឲ្យប៉ុណ្ណឹងខានបានទៅយកទៅលក់វិញមានទៅទៅស្តានមិនមានណា
រួចមិនក៏ល្ងាចម៉េចហើយក្បាលជង្គង់នឹងត្រូវអីហ៎កូនដឹកផ្កាយកទៅលក់ត្រូវឡានគាស្លាប់ហើយម៉ែហាមហើយហាមទៀតកុំឲ្យកូនទៅលក់ណែប្រយ័ត្នតែលោកយាយឯងដឹងណាបន្ទោសម៉ែស្លាប់ហើយម៉ែកំព្រួយលោកយាយមិនដឹងទេម៉ែមើលនេះកូនទាជំងឺចិត្តបាន15000ម៉ែទុកប្រាយចុះកុំឲ្យធ្លាប់អាងមានឡានចេះតែបើមិនមើលគេតូចតាចអ្នកណាមិនដឹងជាមួយខ្ញុំ ម៉ែមិនអទេបើកូនយ៉ាងណាច្បាស់ជារឿងធំហើយអូណែព្រឹកមិញក្រឹមមកតាមកូនលោកយាយឲ្យកូនត្រឡប់ទៅវិញកូនទៅទេមិនទាន់ដល់ពេលចូលកងផងនៅជាមួយលោកយាយពិបាកខ្លាំងណាស់ស្អីលើក៏មិនបានស្លៀកពាក់ឆើតឆាយមិនកើតដើរលេងមិនអោយស្ដាប់ជំនឿសម័យមិនព្រមប្រកាន់ណច្រើនែអូណែឮក្រឹមថាត្រឡប់ហើយមកវិញស្លាប់ហើយឯកឆាប់ម៉េចត្រឹមតែមួយថ្ងៃណានោះសោះហេអូយចូលទទួលនឹងយកឲ្យស្គែមចេញចឹងអីអត់មានអាណានៅផ្ទះទេអីអាក្រមមកអត់ដឹងទេបើគ្រាសុំទោសលោកអញ្ជើញរកអ្នកណាអូយចូលរវល់ធ្វើអីហ្នឹងគាត់ទៅផ្លេអស់សាំងបលីទៅហើយហ្នឹងមិនយកចិត្តទុកដាក់នឹងការងារអីទល់តែសោះថ្មងអីទេអញ្ចឹងហើយណាបានវាអញ្ចឹងហាបងក្រឹមតាទៅមកពីណាក៏ផ្លែកខ្លាំងម៉ែអូយស្អាតណាស់ក្រឹមណែទៅមុជទឹកហើយយូរបានទៅលេខគៀនស្វាយម្រងអូសបាយអស់ណៃនេះចងចឹងណែអាម៉ូត91ហ្នឹងគឺកាតាឡុកអត់ទាន់មានផងទេអើយបាទនៅក្រានបាយមានសល់បាយកកអីខ្លះទេស្លៀកពាក់អញ្ចឹងញ៉ាំបាយកកមិនសមទេអេកណុយអ៊ូវាកណុយតែអត់ឲ្យស៊ីហើយក្រំអើយបាទឲ្យទៅបាត់ទៅហើយក្រំក្រំយាយអីក៏យូរមែនហ៎បាទមកយើងជើញអង្គុយណែឯណាចៅស្រីយាយនាងតូចដើរលេងបាត់តើខ្ញុំដើររត់អត់ឃើញទល់សោះទេហ្នឹងកុំនិយាយផ្ដាស់ចៅស្រីយាយអប់រំបានល្អណាស់វាមិនដើរផ្ដេសផ្ដាស់ទេមានតែឯងខ្ជិលនេះឱកាសដើរលេងខ្លួនឯងលោកយាយក៏មានភាសាហើយចុះណែតែងខ្លួនតាមក្បួនអីក៏ពិបាកភ្នែកម៉េចតាមស្ទីលអាស៊ីស្ទីលអាស៊ីកាតាឡុកហ្នឹងគេអត់ទាន់មានផងទេខ្ញុំធ្វើអញ្ចឹងតែហ្មងទៅមកថ្ងៃបានហើយណែចេញទៅថ្ងៃមុខថ្ងៃក្រោយកុំឲ្យយាយឃើញអាធឺនឹងទៀតហើម្ដងណាក៏គ្មានបានកាយដែរមិនចូលចេះស្នេហាបានអីកាទៅយាយអញ្ចឹងបើមិនពេញចិត្តចេញខ្លួនឯងទៅឯងនឹងចេញទៅមិនយាយចេញទេចាំមិនចេញចាក់ឲ្យព្រមស្កូវទៀតអស់ចាហ្មងយីសំណោសំណោបាទបើគ្រាយាយតិចមើលសំណោយីស្អីក៏យូរមែនណយឆាប់ឡើងយ៉ាសបាយណាស់ឯចៅដេកស្ដាប់ភ្លេងសម័យក្មេងៗឥឡូវនេះភ្លើអស់ហើយជំនៀងប្រពៃណីទុនភ្លុនតិចចិត្តមិនចង់ស្ដាប់ទៅស្ដាប់ភ្លេងរញីរញ័រដូចជារយៈជន់អញ្ចឹងបានសំមានអ្នកណាលោកយាយចៅទឹមភ្ញាក់ពេលលោកយាយដាស់តើលោកយាយស្ដាប់ច្រឡំទៀតដឹងអីចំណាស់យាយមុននឹងនិយាយមានប្រកតាំង
ចៅឯងនេះទិញជើងមិនតាន់ទេល្អស្អែកទៅនេះទេ បាទទំនេរលោកយាយមានការអី អើស្អែកចៅទៅទទួលបតីផងពួកឯងដូចជាគ្មានគិតគូរអីសោះ លោកយាយអនុញ្ញាតឲ្យនាងតាហើយចៅមិនហ៊ានសួរលោកយាយមិនឲ្យបណៃទៅទទួលទៅ ព្រោះតែវាប្រកែកនឹងហើយបាននិយាយឲ្យឯងទៅនោះណែបដៅឲ្យវាដើរតែឯងអញ្ចឹងខ្លាចប្រុសមើលងាយណា បានមិនអីទេលោកយាយអញ្ជើញ ណែនិយាយទៅហើយ បាន មើលកាត់សក់កាត់អីផងឲ្យវាសំភ្នែកគេកុំឃើញនិយាយមិននិយាយបានចិត្តណានិយាយទៅហើយ បាន ចង់គាំង នាងអូខ្ញុំអី មិនមែនទេខ្ញុំមិនមែនមករកពួកឯងទេខ្ញុំមករកបងបណៃណា តែគាត់កំពុងតែចាំនាងទៅខាងដល់តា បងបណៃ បងណៃទ្រូកអូនផងមកដងដារវល់តែអាក្រឹមហ្នឹងហើយដល់សាច់ការនៅខាងដល់នេះ បងបណៃបងចាំអូនយូរហើយឯង ការប៉ិនបងអបសុកណាតែមិនដឹងជាតារាលេងអ្នកណាផង មិនទៅបបួលអូនដែរលេងអូនទំនេរតា បងគិតថាចង់ទៅដែរតែទទួលអូនមកដល់ល្មម អើយជនណាមកមកមិនស្វាងចឹងបើកទ្វារខ្លួនឯងហ្មងទៅអូកែលុយយាយជើញមកនេះទៅអេនាងតូចតើអើយទៅណាថ្ងៃមុនខ្ញុំដើររយមហាសែនរអត់ឃើញទល់សោះហើយណា ទៅក្រំឯងណាមាត់ឯងមានកម្របខ្លះទេមិនខ្លាចលោកយាយមិនដឹងទេ មាត់ខ្ញុំឃើញយ៉ាងម៉េចថាអញ្ចឹងហើយគេថាមាត់ស្តេរ៉េអូ ទៅច្រើនពេកមាត់ហ្នឹង ត្រូវមាត់រហូត បងអាចតែឡើយបានទេ បានតោះយើងទៅ បងបណៃគឺម្នាក់ហ្នឹងគូប្រយុទ្ធសម្ដីរបស់ខ្ញុំពីថ្ងៃមុនតា អូតាមពិតបុប្ផាវតីជាស្រីសម្ដីខ្ពស់ហួសមេឃពីថ្ងៃមុនសោះ ស្រីនោះជាអ្នកណាបងបណៃមិនក៏ប្លែកម៉េះ ខ្លាំងអញ្ចឹងតែមិនអន់ទេណាឃើញមុខមិនស្រួលចិត្តតែម្ដង អូវត្តតីចៅមកដល់យូរហើយហ៎ លោកយាយចៅត្រឡប់មកវិញហើយចៅនឹកលោកយាយអើយសែននឹក អឺចឹងហ៎មក លោកយាយចៅជំរាបសួរ ល្អហើយនាងជាមិត្តចៅឯងឯប៉ុណ្ណេះ បាទនាងជាមិត្តរបស់ចៅធ្លាប់រៀនជាមួយគ្នាតាំងពីមុនទៅរៀននៅបរទេសម្លេះលោកយាយ អើពួកឯងនិយាយលេងជាមួយគ្នាចោះណែវតីដូចជាមិនតាន់ជ្រាបសួរបងឯងទេចៅ ជំរាបសួរបង បានណាមិនម៉េចគួរសមច្រើនពេកទេ វតីមកទៅក្នុងជាមួយយាយចៅស្រីខាងនេះអង្គុយលេងជាមួយប៉ណៃចោះយាយទៅក្នុងហើយ បកកែរៀបរឹកណាស់នៅមុខលោកយាយឲ្យស្លូតដូចជាកូនឈាម កាលណាមកទៀតហើយណាជាវបែរណាអូយឯងមកវិញក៏ប្រាប់អញមុន យាយទៅវត្តអត់មកផ្ទះទេចាំល្ងាចឲ្យខឹមទៅទទួលយាយផងណាចៅអត់ទៅមន្ទីរពេទ្យទេព្រឹកនេះ ព្រឹកនេះចុះយាមចៅសម្រាប់លោកយាយ លោកយាយចង្ហាន់ចៅរៀបចំរួចហើយលោកយាយអញ្ជើញឥឡូវហ៎ អើមើលផ្ទះណាចៅកុំនាំគ្នាទៅណាឮទេ លោកយាយព្រឹកនេះចៅចង់ទៅផ្សារ
ទៅចោះតាឲ្យបងគេជូនទៅកុំទៅម្នាក់ឯងណា ចា ប៉ាណីមើលជូនប្អូនទៅផងណាចៅ លោកយាយចេញចោះនេះចង្ហាន់ នេះបានចំជាចៅជាដូននិយាយទៅហើយណាអឺ បានសម្ដៅបាត់ពេលខ្ញុំចោលផង លោកយាយអញ្ជើញទៅបាត់ហើយហ៎បានជាលោឡាខ្លាំងម៉ែ ថ្ងៃនេះទំនេរទេជើងខ្ញុំទៅផ្សារបន្តិចមក ព្រឹកនេះបងមានការទៅជួបគេខានបានទេអូនឲ្យបណៃជូនទៅ បងបណ្ដៃមិនចូលចិត្តខ្ញុំទេព្រោះខ្ញុំក៏ក្រិចបដើទៅនៅឲ្យខ្វះគេហើយមិនក៏បានដែរ អូនណែ អត់ទៅជាមួយសាយ័ន្តវិញ សុំទោសណាអូនណែចាំពេលដែលបងទៅបងត្រឡប់មកវិញបងទិញរបស់ផ្ញើអូនណាបងទៅហើយណា អាទិត្យនេះមានសេរីភាពពេញមួយថ្ងៃដើរលេងអស់ដៃម្ដងនិយាយទៅវត្តចែកទៅផ្សារសបាយអស់ចាស់ឡើយ ឆ្មាមិននៅក៏ដោឡើងរាជឆ្មាស្រីទិញជាប់មករាល់យប់បាត់តាណាអស់ហើយបានជាស្រីក្រមុំចូលបន្ទប់កំឡោះដោយគ្មានញញើតសោះអញ្ចឹង អាយ៉ាលោកបណៃបតៃឥឡូវមិនដូចបតៃពីមុនទេចង់ថាចង់ជេឲ្យចំកំដៀមដានណា មាយាស្រីមានប្រមាណបតីបានជាថ្ងៃមុនធ្វើសមហ៎ មិនបាច់ផ្សេងចោលទេព្រោះសង្គ្រាមទាត់តែមានល្បិចទៅឈ្នះខ្មាំង ក្រន់បានណានៅមុខនិយាយគួរអាណិតក្រោយខ្នងវិញសម្ដីគ្មានជ្រួតដល់ដីទេឥឡូវបំរុងទៅណាដើរផងច្រៀងផងនឹង លោកយាយទៅវត្តបងសដោះលវលលោកបណៃមិនហ៊ានដើរចោលទេខ្លាចគេច្រឡំថាសង្សារគាត់អាក្រក់ណាយមិនបាយរវល់ទេគិតថាទៅបបួលខ្សែយកឲ្យបាន2នាក់វិញមានរឿងអីសប្បាយហ៎បានជាខ្ញុំតាហាយក្រៃមិនលេបងបណៃក៏ដើរលេងទេ អូនណាចូលទៅក្នុងសិនទៅ អស់ចាស្រីចូលបន្ទប់ប្រុសសុទ្ធតែខុសក្បួនច្បាប់ចុះអ្នកខ្លះដើររកគេដល់ផ្ទះមានខ້ອຍទេបងបណៃគេចង់ថែណានានឹង បតីចង់ទៅណាទៅនៅសោកទៀតអីទៀតមួយម៉ាត់ទៅ10ម៉ាត់មក មនុស្សត្រូវគេជិះជាន់គ្រាន់តែរើបំរាស់ប៉ុណ្ណោះកុំឲ្យឃើញតែចំោះគេខ្លួនឯងមើលមិនឃើញអូយគឺបងទេអងខំតែភ័យថ្ងៃក្រៅកំលេងអញ្ចឹងណាចុះបើអត់មានកបិតនៅដៃមិនមានគ្រោះថ្នាក់ទេ ភ័យអីប្រពន្ធបងជាពេទ្យស្រាប់ហើយហ្នឹងមិនដែលប្រពន្ធណាទុកឲ្យប្តីស្លាប់ទេ មិនតាន់មានសិទ្ធទេណាក៏ប្រពន្ធញាប់មាត់ពេក ខ្ចីហៅសិនទៅណាអីក៏ប្រកាន់ខ្លាំងម៉ែហួយថ្ងៃនេះមិនក៏អូនប្រញាប់ទៅផ្ទះទាំងព្រឹកអញ្ចឹង ល្ងាចមិញអូនជាមអ្នកជំងឺធ្វើទុកមិនសូវបានសម្រាកទេអូនគិតថាធ្វើម្ហូបឲ្យហើយតាំងពីព្រឹកអូននិយាយអញ្ចឹងមានអីគួរអស់សំណាចហេតុអីបានជាបងសើច បងអព្រោះសង្សារចេះយល់ចិត្ត ណែកុំយល់ប្តេផ្ដាំណាតែអូនលេងឲ្យចូលផ្ទះ អេភៀ ប៉ុន្មានថ្ងៃនេះអូននៅសាឃើញស្រីម្នាក់ឈ្មោះម៉ូលីដាចេញចូលទៅរកលោកបណៃដល់កន្លែងធ្វើការ ជាមិត្តភក្តិគេគ្មានអីគួរឲ្យចាប់អារម្មណ៍ទេ តែនាងនោះបានប្រាប់អូនថាត្រូវជាគូទៅដឹងនឹងគាត់ អញ្ចឹងផងហើយចុះបណៃគេគិតយ៉ាងម៉េចដែរ គ្មានម៉េចទេពួកអូនបង្អាប់គាត់សើចគាត់ដូចជាស្រឡាញ់នាងនោះដែរអូនលើគាត់ថាត្រូវជាសង្សារគាត់តាំងពីមុនទៅស្រុកគេម៉េះ ណាយកុំគិតរឿងគេគិតរឿងយើងវិញបានវាចំណេញ ចំណេញស្អីបងនិយាយស្មើបានហើយកុំខិតលើ អូនសម្លាញ់កុំនិយាយដូច្នេះអូនជាអនាគតភរិយាតែមួយគត់របស់បង អាមកដល់ហើយមកដល់ហើយលោកយាយទឹកត្រជាក់ទឹកត្រជាក់ទឹកត្រជាក់អូមកអាយអូយ អូយ អូយ អូយកដា អាលួយអញអស់ហើយលោកអើយអូយ ឆ្នាំហ្នឹងវាត្រជាក់
ទេក៏ប៉ុន្តែទឹកកណ្ដៅនោះខ្ញុំទៅណាមិនដល់ពុះមិញចា អូយក្តៅណាស់ហើយ ក្តៅ ក្តៅមួយម៉ាត់អញអស់ហើយក្តៅ ចុះយករៀបរាប់ប្រាប់និយាយអស់ហើយតើបើទឹកនោះក្តៅ ហើយមិនកុំប្រាប់អញអូយ យកប្រាប់ហើយតើទឹកនោះទៅលើកមកវិញក្តៅរបងចា ចំដើមចំប្រមាណអស់ហើយថយទៅក្តៅណាស់អូយ ថយទៅណាទៀតក្តៅវិញ ថយទៅ អេ អូយលោកយាយក ុំឲ្យញៀតនឹងទីជើងគួរតែរៀបការបានឆាប់ តែលោកយាយជាអ្នកប្រកាន់ទំនៀមទម្លាប់ណាអូនគួរតែរៀបចំខ្លួនឲ្យបានប្រសើរជាងនេះដើម្បីកប់ភ្នែកចាស់ទុំណា ស្លាប់ហើយអូនមិនចេះធ្វើដោយបងស្រីបងទេគ្រួសារអូនជាអ្នកនិយមភាពហឺហាតាមម៉ាក់មិនអាចជំទាស់អូនផង ជាសង្សាររបស់បងត្រូវយកពីបញ្ហានេះឲ្យបានច្បាស់ណាគ្រាន់តែរក្សានៅទំនៀមទម្លាប់ឲ្យបានខ្ជាប់នឹងខ្លួនគ្មានអ្វីជំទាស់ដល់ភាពស្រស់ស្អាតរបស់អូននោះទេ តែអូនមិនធ្លាប់ប្រហែលជាធ្វើមិនបានទេ ចង់ធ្វើប្រពន្ធបងត្រូវខំសម្របតាមចិត្តលោកយាយ ហើយនាងតៃមកនេះគ្នាមានរឿងមួយនិយាយប្រាប់ណា មានរឿងអីហើយក៏ហៅគ្នាទៅតតស្អីទៀត យ៉ាងម៉េច អត់ទៅទៀតណាល្អសបកចេកដួលដាច់ក្បាលជង្គង់មិនទាន់បាត់ផង ណែគ្នានិយាយប្រាប់ទៅណែចឹងដែរនៅវាមានទឹកណាល្អមើលណា អញ្ចឹងឯងមើលហើយបាត់ដឹងថាល្អ យីនាងតៃស្រីល្អនេះបើមើលហើយចាំបាច់ហៅឯងធ្វើអីគ្នាឮគេនិយាយទេតើណែម៉ោង 1 កន្លះឥឡូវហើយណា អូយធ្វើម៉េចទៅលោកយាយនៅផ្ទះណែនាងសាយ័នឯងជួយកាត់គ្នាផង មានទៅពិបាកអីធ្វើដូចតែមុនទៅណា អូអើមែនអញ្ចឹងចាំគ្នាបើផ្លែតណាមកវិញឥឡូវ អូ ឡើង យ៉ាងម៉េចហ្នឹង មកប៉ុណ្ណេះឡើងមក ស្លំទៅណាក៏គ្មានមើលមុខមើលក្រោយសោះអញ្ចឹងនេះប៉ះបងចុះបើប៉ះអ្នកដតីមិនចំណេញឬខាត ខាតដូចតែគ្នាណាហើយភ័យដល់ហើយអ្នកពោះលូនកាត់ជើងមាញ់ រៀនពូទៀតហើយហ្នឹងហ៎ បានជឿទេក៏ហើយទៅណែសាយ័នយកទៅមុនទៅគ្នាទៅលើកកណ្ដាលសិនណា ហេឈប់សិនចោលប្រុសរបងមិនឆាប់យកចនាចេញទៅអស់ចាស់ក្មេងនេះ អូសាយ័ននៅកន្លែងនេះជួយយកម្លេម្ដងសបាយមែន សบายអីប៉ុណ្ណឹងមានកន្លែងគេសบายច្រើនជាងនឹងទៅទៀតណា ណែចាំមើលថ្ងៃណាលោកយាយទៅវត្តយើងនាំគ្នាមកលេងទៀតក៏ប្រញ៉ាំអីសិនណា តែអញ្ចឹងកុំនៅកាច់រៀងយូរពេកមើលភ្នែកប្រុសអត់ដឹងគេអៀនអីទេ អញ្ជើញពិសាអីដែរបង យកចាត់ទៀនមួយចាននឹងយាពីកំប៉ុង ណែនាងនេះហើយវិយាធ្វើអីគ្មានអ្នកណាចេះញ៉ាំទេម៉ោង7:05ហើយចិត្តយប់ហើយកុំនៅឯអង្គឆាប់ទៅខ្លាចលោកយាយរនណា ពិបាកមែននាងតៃនេះថ្ងៃក្រោយបើខ្លាចចាំខ្ញុំស្លៀកពាក់ជាប្រុសបដើម្ដងនេះញ៉ាំទៅទៅសុខភាពណាឲ្យសាច់ឯងហិតតែស្អាតជាងនេះទៅទៀត គ្នាមិនចេញញ៉ាំវិយាទេណា ញ៉ាំតិចទៅអានេះញ៉ាំទៅ ngon. អត់ស្រួលទេសៃយន់ឆាប់ នេះមិនដឹងស្អីទេនាងតៃនេះ
អូតែញ៉ាំអីឲ្យឆ្កាញ់មាត់មិនបានសោះហ្មងអូយថៃ ឯងខ្វាក់ណែទេមើលមើលអ្នកណាអង្គុយតុកខាងក្រោយយើងណាគឺបងបណ្ឌិតណា អញ្ជើញពិសាយដែរបង ម៉ូលីដាអូនញ៉ាំអីដែរ ស្វាច់តបង ណាយកព្រាបបំពងមួយណា បាទ អញលឿនឡើងទៅលឿនឡើង យ៉ាងម៉េចសិនដោះសំណូមពរយាយចៅទទួលបានទេ មិនកើតទេអភ័យទោសចៅផង ហឹម ចៅមិនដែលនឹកថាស្រឡាញ់នាងជាអនាគតភរិយាម្ដងណាសោះ យ៉ាងម៉េចនាងមិនស្អាតទេ បានមិនមែនទេលោកយាយតែចៅមានសង្សាររួចទៅហើយចៅមានបំណងចង់ជំរាបលោកយាយថាសូមអៀបការ ពុទ្ធោចៅប្រុសជាដូនមើលស្ងាត់ស្រាប់តែឮថាមានសង្សារហ៎ មើលសង្សារចៅឯងជាស្រីប្រភេទណានិយាយមិនត្រូវការទេណាចៅប្រសាទដែលខ្វះលក្ខណៈជាស្រីមេផ្ទះនោះ បើលោកយាយអនុញ្ញាតចៅនាំនាងមកជំរាបសួរលោកយាយ អនុញ្ញាតស្អីយាយមិនវាយឯងឲ្យប្រកាច់សំណាងហើយយាយមិនដឹងឮទេណាអ្នកណាឬប្រពន្ធខ្លួនឯងហឹម លោកយាយអើយកុំតឹងតែងពេកប្រកល់សេរីភាពឲ្យចៅប្រុសផងប្តីប្រពន្ធបើគ្មានចិត្តរស់នៅជាមួយគ្នាមិនបានទេ កុំចេះលោកមាត់ឯងក៏មួយខ្លួនដែរត្រង់ណាយាយមិនចូលចិត្តឲ្យញញឹមមើលមុខមិនញិននេះ លោកយាយចៅគ្រាន់តែជួយឲ្យយោបល់តើ អើយកបល់ឯងសឹកតែអាក្រក់យាយមិនស្ដាប់ទេឥឡូវសណ្ដោងណាជុលមានសង្សារចុះឯងថាម៉េចដែរ ហើយរត់ទៅឆ្ងាយទៅទៀតហើយលោកយាយខ្ញុំមិនចេះស្រឡាញ់ទេមួយខែ30ថ្ងៃកុំចាំដល់តែស្អីគ្រាន់តែសក់ហ្នឹងមិនដែលសិតឲ្យចុះភ្នែកផងមានប្រពន្ធរបៀបនេះចៅខ្មាស់គេស្លាប់ហើយចៅមិនទទួលយកទេ គាត់បើ លោកយាយ ឯងនេះស្អប់បុផាវតីឯងនេះក៏ដែរយាយទីទុកមិនខុសទេឯងទាំងពីរហ៎ជាបុផាវតីមិនរួចទេ លោកយាយចៅមិនចូលចិត្តតែក៏មិនស្អប់នាងដែរត្រង់ថាឲ្យទទួលធ្វើជាប្រពន្ធចៅបដិសេធប្រពន្ធមិនស្អាតមិនចោះចំណោមយកទេ បើពុនហឺហាឆើតឆាយយកមកមិនចេះដាំបាយមិនចេះទុកដាក់ផ្ទះសបែងយាយមិនត្រូវការទេវត្តតីមិនចេះរៀបចំខ្លួនតែនាងមានលក្ខណៈអ្វីដែលយាយចង់បាន លោកយាយកុំច្រឡោតពេកទុកសេរីភាពឲ្យចៅខ្លះផង លោកយាយចៅទាំងពីរសុខចិត្តជ្រើសរើសប្រពន្ធមិនឲ្យទាស់ចិត្តលោកយាយ ឲ្យ ទេ ទាស់ចិត្តទេ ចៅ ចៅ ធា ហ៊ា នា នទេមែន ស្អីមិនបាច់ធានាទេឯងទាំងពីរមិនមែនក្រុមហ៊ុនធានារ៉ាប់រងទេយាយស្គាល់ពេកវាមិនហួសពីមិត្តស្រីម៉ូលីដាឯងទេណាហើយនិយាយទុកឱកាសឯងទាំងពីរឯងគិតមើលទៅ ហាក់គួយផ្អែមមកដល់ហើយមកដល់ហើយកុំឈឺចិត្តកុំស្អិតធូង ណែនេះខ្ទើយខ្ញុំជួយគិតគូរពួកម៉ាក់អីសោះខ្ញុំជឿចិត្តណាស់ ជួយគិតយ៉ាងម៉េចឯងឈឺចិត្តអញ្ចឹងមានតែឯងស្រឡាញ់គាត់បើស្រឡាញ់គាត់កុំអីដែរ សរសេរសអីទៅទៀតថាស្រឡាញ់បងប្ដីសាយ័នសន្យាមកថាឯងព្រមជួយខ្ញុំណា ពួកម៉ាក់មិនជួយទៅជួយបងប៉ាណីស្មានតែគាត់នឹងស្រឡាញ់គ្នាញ៉ែឯងចង់យ៉ាងម៉េច ចង់ច្បាច់បេះដូងគាត់ឲ្យខ្ទេចហើយកុំតិចឲ្យទៅជាផេះ ធ្វើនឹងទៅប្រាប់មកឲ្យគ្នាជួយដោយវិធីណា ក៏បានចង់ដឹងដល់ពេលនោះគ្នានឹងប្រាប់តែឯងត្រូវធ្វើតាមគ្នាណាខ្ញុំមិនស្រឡាញ់គាត់ទេតែខ្ញុំក៏មិនឲ្យគាត់មើលងាយខ្ញុំអញ្ចឹងដែរអូនដូចជាអៀនខ្លួនដល់ហើយមកផ្ទះបងម្ដង កុំមានកំណត់អញ្ចឹងម៉ូលីដា ហ៎ ទៅមកពីណាបតីផ្លូវមានមិនក៏មិនដាចាំមិនផ្លោះរបង ផ្លូវវាងវាឆ្ងាយផ្លូវកាត់ទៅវាលះចាំគេទៅដល់ផ្ទះ
មិនងាយដែលយើងមករកគេទេ ចេះផ្លាយចេះផ្កាចេះឌៀមដាមត្រូវចេះរៀបចំខ្លួនឯងបញ្ចុះភ្នែកគេខ្លាំងផងខ្លួនយើងធំហើយកុំសូវដាក់ផ្ទះគេអត់របៀបពេក មកប៉ុណ្ណេះកន្លែងមានណាបើចង់ព្រៀបបដៅត្រូវពេលតំណងផងប្រយ័ត្នខ្ញុំអត់បានណា ម៉ូលីដាតោះចេញទៅដើរលេងខាងក្រៅវិញបងមានការចង់និយាយជាមួយអូនបន្តិច អូនដល់ជាខ្មាស់គេដល់ហើយជួបថ្ងៃណាក៏ឃើញតែផ្លែផ្កាអូនមិនចូលចិត្តសោះ ណាអឺ អត់របៀបមិនចេះទទួលភ្ញៀវ ណាហើយបើតៃតែប៉ុណ្្នឹងកុំប្រកាន់នាងអីតោះ សុំទោសអ្នកគ្រូប៉ែតបន្ទប់ប្រចាំការលោកវិជ្ជបណ្ឌិតបណៃនៅកន្លែងណាអូបន្ទប់លោកនៅខាងនោះអញ្ជើញទៅខាងស្ដាំដៃទៅអរគុណខ្ញុំលាសិនណាចាលោកវិជ្ជបណ្ឌិតចាំជាច្បាក់មែនស្រីស្អាតស្អាតមករកដល់កន្លែងត្មង អូមិនចំណែនទេតែថាសង្សារអីស្អាតស្រស់ដាច់គេ នាងចាំគ្នា7ឆ្នាំមកហើយណា ណែកុំទុកយូរពេកប្រយ័ត្នគេបេះបាត់ អូមានភ្ញៀវគេមករកឯងទៀតដែរគ្នាទៅវិញណាថ្ងៃនេះត្រូវវេនប្រចាំការផងណា អើ អូបាទអញ្ជើញចូល ចាអរគុណ ជម្រាប អូ សួរ បង លោក បាទអញ្ជើញគេនាង ចា នាងអញ្ជើញមកមានការអីដែរ នាងខ្ញុំនៅល្បីថាលោកជំនាញផ្នែកជំងឺទូទៅតើបចង់ឲ្យលោកជួយពិនិត្យអាការៈរោគក្នុងខ្លួនព្រោះដូចជាគ្មានមូលហេតុច្បាស់លាស់សោះ សុំទោសនៅនាងឈ្មោះអីដែរអាយុប្រហែលធ្វើការអីធ្លាប់ដែលមានជំងឺអីខ្លះ សំណួរនេះដូចជាគ្មានតាក់ទងបញ្ហាពិនិត្យជំងឺទេលោក គ្រូប៉ែនមុននឹងចាប់ផ្ដើមពិនិត្យជំងឺត្រូវតែសាកសួរឲ្យបានច្បាស់លាស់ជាមុនសិន នាងខ្ញុំឈ្មោះស្រស់ប្រំប្រៃអាយុ21ឆ្នាំមកការមេផ្ទះធ្លាប់ឈឺពីបេះដូងដែរ អាការៈរោគក្នុងខ្លួនធ្វើទុកបែបណា ចាវាចេះតែហត់ញ័រក្នុងទ្រូងឆាប់ខឹងឆាប់មួម៉ៅខ្ញុំខ្លាចមានជំងឺបេះដូងចង់មកពិគ្រោះជំងឺជាមួយលោក អញ្ចឹងអញ្ជើញទៅអាគារខាងឆ្វេងដៃនោះទើបជាកន្លែងពិគ្រោះជំងឺឯខ្ញុំមានតួនាទីជាអ្នកព្យាបាលទេ បើមិនមើលមិនក៏ខំជីកឬជីកគល់អីសម្បើមម៉េច មិនមែនអញ្ចឹងទេបើខ្ញុំធ្វើវាខុសក្រិតក្រមនៅនាងអញ្ជើញទៅពិគ្រោះជំងឺសិនទេ អរគុណបានលោកជួយណែនាំខ្ញុំលាលោកសិនណា ដូចជាធ្លាប់ឃើញនៅកន្លែងណា អើយតាំងពីតែប្រុសតូចត្រឡប់មកវិញរស់ស៊ីលេងបានដំបងណាមានតែវិធីហ្នឹងទេ នេះចឹងតើនេះអស់សាំងនេះអស់សាំង ណែកណ្ដុំឆែបម៉េច ឯងធ្វើអីហ្នឹងហ៎ឯងបងសាំងហ៎ លោកយាយលោកយាយយកច្រឡំហើយណាខ្ញុំមើលសាំងហ្នឹងវាកកខ្លាំងពេកណាបើទុកយូរទៅអត់បានទេហើយយកវាទៅលក់ទៅហើយលោកយាយមានលុយទិញថ្មីថែមទៀតរបស់ទៅក៏បានដែរតែបើទុកវាយូរទៅវាស្ទះពូស៊ីបើកុំដល់ខ្ញុំនឹងមើលតន់វីវធំដំបងហើយឥឡូវយកទៅទិញសាំងថ្មីចាក់ថែមទៀតទៅក៏ទៅបានដែរអាហ្នឹងយកលក់ចោលអត់បានកាយដែរមើលខូចអកលីដែរទេយាយចំមកខំធ្វើប៉ុណ្្នឹងហើយយាយដល់អត់ដឹងខ្ញុំទៀតយកមកជាមនុស្សមួយរៀបចំល្អណាស់ មេកលីសៀងដូចជាឯងនេះនិយាយមិនទុកចិត្តសោះ យីទុកចិត្ត បន្តិចខូចប៊ូស៊ីទុកវិញណា បើមិនទុកចិត្តទេមានតែយកទៅលក់បាច់ចាក់ក៏ទៅបានដែរខ្វល់ឲ្យខ្ញុំទេទៅហ៎ ចេញចូល សួស្តីលោកវិជ្ជបណ្ឌិតផ្ញើផ្អើលណាតៃចំពោះវត្តមានលើកទី2របស់នាងខ្ញុំនេះលោកមិនឆ្ងល់ថាខ្ញុំមកទីនេះដើម្បីអ្វី គ្រាន់តែចាំអារម្មណ៍ព្រោះនៅនាងជាអ្នកជំងឺម្នាក់ដ៏ចម្លែក ចាអរគុណ ក្រៅពីត្រូវការឲ្យខ្ញុំព្យាបាលជំងឺនៅនាងនិងខ្ញុំដូចជាគ្មានតំណែងតំណងអ្វីសោះ អញ្ចឹងលោកមិនស្មានថាខ្ញុំមកនេះព្រោះនឹកលោកចង់ជួបមុខលោកទេ នៅនាងនិយាយលឿនពេកអញ្ចឹងខ្ញុំចង់សើចណាបើគ្មានបំណងអ្វីមួយពិតជាខ្ញុំមិនបានស្គាល់ទេ ខ្ញុំធ្លាប់លើបតីសរសើរពីលោក
ថាមានលក្ខណៈសម្បត្តិដែលស្រីស្រីប្រាថ្នាចង់បានស្រាប់តែខ្ញុំមានចិត្តចង់ជួបមុខលោកជាសម្ងាត់មិនឲ្យបតីដឹងខ្លាចនាងបង្អាប់ជាពិសេសលោកយាយរបស់លោកថាលោកមិនអាចតាក់ទងជាមួយស្រីណាទេ លោកយាយខ្ញុំប្រកាន់ណាជួនកាលគាត់អាចសរសើរខ្ញុំខុសពីការពិតអ្នកនាងកុំជឿគាត់ពេក អញ្ចឹងសប្តាហ៍ថ្ងៃលោកជាបរិសុទ្ធទំនេរកាយទំនេរចិត្តល្អណាស់មែនទេ មិនអាចថាអញ្ចឹងទាំងស្រុងទេតែមិនតន់កំណត់ឲ្យច្បាស់លាស់ បើអញ្ចឹងខ្ញុំអាចឈរឈ្មោះជាបេក្ខនារីសម្រាប់ដួងចិត្តលោកម្នាក់ផងបានទេអឺនេះលេខទូរស័ព្ទរបស់ខ្ញុំបើលោកសម្រេចចិត្តយ៉ាងណាឲ្យដំណឹងខ្ញុំដឹងផងបងប៉ណៃប្រាំងនេះចុះយានស្មានបានជូនអូនទៅក្រៅបានទេ ម៉ូលីដាបងមានភ្ញៀវណាអូនទៅចាំបងនៅខាងក្រៅសិនទេ នាងជាណានាមានកាយសំខាន់ណាស់បងនាងសាគេលមើលប្រុសនិងស្រីនៅក្នុងបន្ទប់ស្ងាត់តែពីរនាក់ជាស្អីបើមិនប្រពន្ធក៏ជាសង្សារស្អីសង្សារបងប៉ណៃប៉ិនមែនណាចុះខ្ញុំបងទុកជាស្អីមកឲ្យក្បត់ចិត្តអូនអញ្ចឹងតាបានជាប្រកែង ស្រស់ប្រំប្រៃឲ្យល្មមណាកុំមកករឿងម៉ូលីដាប្រាប់បងអូនជាសង្សារតែមួយគត់របស់បងជឿបងចុះ ជាបងចុះណាហើយខ្ញុំប្រាប់យកទៅបន់ទៅប្រយ័ត្នខកចិត្តអស់មួយជីវិតណាខ្ញុំនេះមិនត្រឹមតែជាសង្សារទេគឺជាអនាគតគូតដឹងទៀតផងខ្ញុំទុកពេលដោះស្រាយគ្នាចុះលាសិនហើយ ជប់សិន បងប៉ណៃប្រាប់អូនឲ្យត្រង់កុំឲ្យអូនខកចិត្តបានមិនពិតគេមិននិយាយទេ ម៉ូលីដាកុំជឿគេណែតោះបងជូនអូនទៅទិញអីវ៉ាន់ ហើយអូនមិនអស់ចិត្តទេមានបន្លាយទៅបិហោទោះជាសប្បាយយ៉ាងណាក៏អូននៅតែប្រួយចំពោះស្មារតីយើងដែរ កុំបារម្ភបងធានាលោកយាយគាត់មន់អាក្រង់តែចិត្តល្អទេប្រហែលថ្ងៃនេះគាត់ខឹងច្រើនព្រោះតែបង្ខំឲ្យបណៃរៀបការជាមួយនឹងវតីតែបណៃមិនព្រម ចុះបងវិញលោកយាយមានបខំទេ គាត់សួរដែរតែបងជម្រាបគាត់ថាមានអូនរួចហើយគាត់ក៏ទម្លាក់បញ្ហានេះទៅឲ្យបណៃ មើលតែរូបបងដូចជាមិនចង់បានអូនសោះ ទេម៉ូលីដាស្នេហាក៏បងចង់បានជីដូនក៏បងគោរពបើអូនចង់ខ្លាចជាប្រពន្ធបងតោះតែធ្វើយ៉ាងណាឲ្យលោកយាយគាត់ពេញចិត្តជាមុនសិន ពេលណាក៏បងលើកយកបញ្ហាលោកយាយធ្វើជាខែដែរបងកំពុងរកលេសបោះដៃឲ្យមែនទេ បើអូនធ្វើយ៉ាងណាឲ្យគាត់ចូលចិត្តដូចអូនបតីយើងនឹងអាចធ្វើឲ្យចិត្តគាត់ប្រែប្រួលបាន បងកំពុងរារែកត្រួតមានស្រីស្អាតចាំរមែនទេម៉ែតើអូនมันអាចធ្វើជាប្រពន្ធបងបានទេព្រោះអូនចិត្តគាត់ចិត្តលោកយាយ ធ្វើចិត្តឲ្យតិចណាម៉ូលីដាដើម្បីអនាគតស្នេហាយើងលោកយាយចូលចិត្តអូនបតីមែនប៉ុន្តែបើម៉ូលីដាចេះផ្គាប់ចិត្តយើងទាំងពីរ បងស្រឡាញ់លោកយាយណាស់ហ៎មែនទេ ត្រូវហើយលោកយាយក៏បងស្រឡាញ់ហើយអូនក៏បងស្រឡាញ់ដែរ
ក្រឹមបើកឡានឲ្យយឺតតិចមើលបើកលឿនពេកមើលស្ទាន់នេះ គ្រូកាចសិស្សខូចណាបើកសេរីភាពឲ្យនៅប្រុសនាងតូចផងទៅ កុំចេះដឹងអីបើកឡានឲ្យវាត្រង់ផ្លូវទៅព្រឹកនេះអញតាមមិនទាន់អ្នកជួយមើលអញផងមើលវានាំគ្នាទៅណាណា អូយណាយាយមើល កុំមាត់អាក្រឹមចាំមើលដល់ផ្ទះអញលាដឹងដៃម្ដងពុទ្ធធូចៅជាដូនឯណាមកខោអាវនិយាយបង្កប់ឲ្យកាត់មិនក៏មិនឃើញហាហើយម៉ូតនេះអ្នកណាបង្កប់បានជានៅក្នុងទូនោះទៅវិញ លោកយាយចៅនៅក្មេងចៅចង់ស្អាតដូចគេដូចឯងស្លៀកពាក់ប្រម៉ូតចាស់យូរទៅរាសីចៅអាប់អោនអ្នកណាក៏មើលងាយដែរ មិនមែនយាយមិនចង់ឲ្យឯងសប្បាយនោះទេតែយាយខ្លាចឯងព្រឹនហួសក្រិតក្រំណាព្រោះចៅកំព្រាគ្មាននរណាអប់រំឲ្យបានរឹងមាំ ចៅធានាមិនបង្កើតឲ្យមានវិបត្តិដល់គេឈ្មោះគ្រួសារទេសូមលោកយាយអភ័យទោសឲ្យចៅផង ជាដូនឯណាសម្រាប់ចៅឯងនោះក្រោកឡើងផ្លាស់ខោអាវចោះយាយទៅក្រៅហើយនៅបាត់អាពីរអ្នកនោះទៀតមិនដឹងជីវាទៅណា ណែលោកយាយសិលនេះមិនក៏ឆាប់ត្រឡប់មកវិញម៉េះ ទឹកមកពីណាសណ្ដោមើលទៅមុខឯងដូចជាសប្បាយណាស់ បាទទឹកមកពីហាងគឺថាមកជំរះខ្លួនបន្តិចអានត្រឡប់ទៅវិញព្រោះថ្ងៃអាទិត្យអញ្ចឹងភ្ញៀវច្រើនណា អញ្ចឹងហ៎ បាទ ល្អណាស់ចុះប៉ុណ្ណេះទៅណា បើហាត់លោកយាយខ្ញុំនៅប្រចាំការមន្ទីរពេទ្យ24ម៉ោងញ៉ាំបាយហើយត្រឡប់ទៅវិញក្រែងមានអ្នកជំងឺឈឺធ្ងន់ចូលមកអត់មានអ្នកទទួលខុសត្រូវ ល្អចៅយាយសក់ជើងល្អដូចគ្នាបតីបតី ចាលោកយាយ យករំពាត់ដៅលើខ្នងទូមកឲ្យយាយថ្ងៃនេះយាយប្រើធោះក្តៅម្ដង លោកយាយគាត់ដើររត់ឃើញទេមានតែដបង អញ្ចឹងក៏បានដែរតបងក៏តបងដាក់ក្នុងនេះសិនមក លោកយាយមានរឿងអីនិយាយគ្នាស្ដាប់បានតា ចៅធំហើយធ្វើអីខុសនិយាយតែមាត់បានតាយកដបងមកអញ្ចឹងពិបាកមើលណា យើមិនតត់ដឹងខ្លួនខុសទៀតទេ លោកយាយម្ដងម្កាលកុំខឹងខ្លាំងពេកស្ដាប់ចៅសិន សម័យនេះគេមិនប្រើដបងបដៅមនុស្សទេ ពួកឯងនេះរៀនចេះច្បាប់ច្រើនកាន់តែខូចមិនដូចឪពុកឯងសោះខ្លាចយាយឲ្យរៀបមិនចេះភូតមិនចេះផទេ អញ្ចឹងមិនសមមក បតីធូននិយាយតែបន្ទប់ ចា យាយមិនចង់ឃើញមុខពួកវាទេ បងសំដៅមិនមានសង្សារការហើយទៅកុំឲ្យប្រមាថណាស់ជប់គ្នាក្រែងលោកយាយបងសំដៅបងប្នៃ ពួកឯងចង់យ៉ាងម៉េចខាត់ខាត់លោកយាយបាច់ទេ មកជើងលើ សុភាហ្នឹងហើយលោកយាយជំរាបសួរគាត់ទៅ លោកយាយចៅជំរាបសួរ លើកដៃថ្វាយព្រះអង្គុយទៅ ណែលោកយាយចៅនាំសុភាមកជំរាបសួរលោកយាយនឹងសុំការមេត្តាពីលោកយាយ អូនេះជាសង្សារដែលឯងនិយាយប្រាប់យាយថ្ងៃមុនហ្នឹងហ៎ បាន ចំជាថ្លើមធំមែន លោកយាយអូនសោភាជាកូនកំព្រារាល់ថ្ងៃធ្វើការជាមួយបណៃលោកយាយ លោកយាយចៅមានផ្លែឈើតែងទុយមកជូនលោកយាយសុំលោកយាយអនុគ្រោះពួកចៅផង បានហើយយាយមិនមែនស្ដាច់ក្រាញ់ទេណែសណ្ដោះឯងជាចៅដែលយាយទុកចិត្តថាគ្រាន់បើថាជាគំរូឲ្យប្អូនសម្រាប់ទៅចៅឯងនេះមឹសកេះឆ្នាំងបាយជ្រូក
លោកយាយចៅស្រឡាញ់គ្នាណាសូមមេត្តាចៅផង ឲ្យយាយណាត់ដែរចុះសនំពោយាយពីថ្ងៃមុនពួកឯងសុទ្ធតែថ្លើមធំឥឡូវណារឿងឯងបិទទុកសិនដោះស្រាយរឿងបណៃឲ្យរួចទើបសម្រេចរឿងឯងជាក្រោយឮទេ លោកយាយអញ្ជើញ កំអាលចាំបតីផង បតីទៅដែរលោកយាយ ឲ្យវារៀនមើលគេឲ្យហើយនៅផ្ទះពេកវាល្ងងមានប្តីគេនិយាយដើមណា លោកយាយប្រហែលជាខ្លាចគេមិនដឹងថាមានចៅស្រីកមុំហើយបានជានាំទៅបង្ហាញគេយ៉ាងនេះនោះ ដាស់ចៅយាយកំអន់ដែរមានគេចង់បានគ្រប់ទៅគ្នានឹង បើអញ្ចឹងចុះផ្សាយតាមកសែតទៅលោកយាយ មិនបាច់ផ្សាយក៏មានគេមកចែកទៅដែរតែយាយមិនអោយមានតែភ្នែកចៅឯងមួយទេដែលមើលឃើញចៅវតីវាអន់ លោកយាយព្រឹកនេះមានទេពធីតាមួយអង្គចុះចំកណ្ដាលផ្ទះខ្ញុំម្នេះព្រឹកភ្នែកអស់ លោកយាយអញ្ជើញឥឡូវហ៎ ចៅស្រី ឈប់សិនទៅអង្គុយខាងមុខវិញទៅឲ្យបណៃខ្ចីពងអួតគេពងអួតឯងខ្លះផងមក អត់ហ៊ានទេខ្លាចគេឃើញខ້ອຍហាងឆេងមនុស្សក៏ក្រេកអង្គុយចិត្តអ្នកស្អាតក្រែងគេច្រឡំថាអី មកអត់អីទេចូលទៅ គួយណាគួយទៅឆាប់ឡើងដល់ម៉ោងទៅធ្វើការឥឡូវហើយ ណាបោះស្ដោះឃើញទេអត់មិនអត់ត្រូវបាត់គេទាំងព្រឹក អង្គុយខាងមុខនឹងហើយវតីមិនអីទេបើគេច្រឡំធ្វើឲ្យសមជាងនឹងទៅរឹតតែល្អណែសណ្ដោទៅហាងឲ្យចំហាងកុំមានកម្មវិធីច្រើនពេក បាទ ប្រយ័ត្នណា អែបំប៉ុណ្ណេះស្រីម្នាក់នោះជាអ្នកណាណ៎ តឹងកដល់ហើយអូអ្នកនាងចេញមករកបណៃហ៎គេចេញទៅក្រៅបានហើយ ចាស់សំតាស្រីម្នាក់នោះជាអ្នកណាដែរ ជាគូតដឹងរបស់បណៃ កូនតដឹងខ្ញុំនឹងគាត់ស្គាល់គ្នាយូរឆ្នាំហើយមិនបានលើគាត់ប្រាប់ខ្ញុំសោះអរគុណខ្ញុំលា ឈប់សិនអ្នកនាងអញ្ជើញតាណាវិញបើមិនយល់ទាស់ទេឡើងម៉ូតូខ្ញុំមកខ្ញុំជូនទៅ អនណែរំខានលងតាច់ហើយ ឡើងមក អីអូនចង់ឲ្យបងចោលស្អីតដឹងអូនក្នុងពេលឆាប់នេះបើបងណៃតែបង្ើយយើងនឹងបាយគ្នាហើយក ុំបង្ខំពេកឲ្យតែចិត្តអូនស្មោះត្រង់នឹងបងយើងគង់ទៅជួបគ្នា បងពីយាយពេលអូនណែរងចាំដល់អូនសោកស្កៃតៃហ៎ ម៉ូលីដាបងមិនមកប្រាអូនទេ ព្រោះតែស្រឡាញ់បងអូនមិនដែលខ្លាចពីនាទីម្ដងណាឡើយប្រាប់អូនតែត្រង់មកនាងវតីជាកូនតដឹងបងមែនទេ មិនមែនទេតែលោកយាយស្រឡាញ់នាងណា តាមមកបខំឲ្យអូនរៀបការបងត្រូវកាត់គោរឿងយើងឲ្យលះបំផុត កុំមុខជូរបងមិនធ្វើឲ្យអូនអស់សង្ឃឹមទេ មិនបានយាយមិនឲ្យឯងយកប្រពន្ធជាស្រីឆើតឆាយដើមអស់ផ្ទះគេអញ្ចឹងទេ លោកយាយនាងឆាតឆាយបន្តិចមែនតែចិត្តនាងស្មោះត្រង់ចំពោះចៅណា ស្មោះស្រីដូចជាម៉ូលីដាមានហេតុការអីកើតឡើងប្រកាសជាដោះខ្លួនចោលចៅឯងមិនខានទេ លោកយាយណែពួកចៅគ្រប់គ្នាជាអ្នកទទួលគួរតែប្រគល់សិទ្ធឲ្យចៅជ្រើសរើសទៅប្រសើរ សត្វថ្លើមធំហួសទ្រូងយាយចាំឯងដល់តយហើយសំដីក៏គ្មានប្រសិទ្ធភាពលើពួកឯងទេ លោកយាយ ទេ ចៅនៅតែគោរពលោកយាយតា ណែលោកយាយខ្ញុំក៏អញ្ចឹងដែរណែអូនសុភា ឈាមចៅភាសារបៀបម៉ូលីដាចេះតែធ្វើខ្លួនទេគ្មានពេលណាយកចិត្តទុកដាក់នឹងយាយទេស្ដាប់យាយច្បាស់ស្នេហាឯងយាយបដិសេធឯងចាំបាច់រៀបការជាមួយបតី លោកយាយខ្លាចបតីអត់ប្តីឬមួយយ៉ាងម៉េចមកបខំចៅអញ្ចឹងឆ្នះក៏ឆ្នះព្រោះនៅជាមួយគ្នាមិនទៅ លោកយាយ
បតីនៅក្មេងបើគ្មានពួកចៅក៏មានអ្នកក្រៅគេពេញចិត្តដែរធ្វើម៉េចនេះមកពីមែនគូ បើវតីបានប្តីផ្សេងការហើយវានឹងទៅតាមប្តីវាចោលយាយ អត់ពីបតីក៏នៅមានម៉ូលីដាថែរក្សាលោកយាយមិនឲ្យពិបាកទេ ឯសុភាក៏អាចជួយលោក យាយស្ដាប់មិនបានមិនបាច់តបថ្ងៃណាវេលាល្អនឹងធ្វើពិធីភ្ជាប់ពាក្យឯងនឹងវតីតបបានទេ Nè nàng Tây Người mơ ai nè អើយបថនាងយន់នេះលេងអីអាក្រក់ម៉េះមកអង្គុយលេងមានការអីហ៎ Ồ Sắp hơi bị chia mê phía tía nâng Nâng Bài chẳng thư mai kia nâng Nè bọn sụp hát Ôi bố bố anh tự đài lên tư ghế ទៅណារួចតាំងពីថ្ងៃហ្នឹងមកគ្នានេះក៏ជាប់ជុំអញ្ចឹងណែតែលោកយាយឥឡូវមិនសូវតាំងតែរឿងស្លៀកពាក់ទេ Thế đôi rọt đón thế nè Nè nhằm mà cạ thế Kia đăng thả anh trôi chất Ta kia vô mà nhằm được ọt kia មិនបាច់ទេដើរបែរក្រំតាមខ្លំជាប់ធ្វើអីបន្តិចក៏លោកយាយដឹងដែរណា Ôi bị bạc đò lời Kia nật anh nè Đài lên ọt anh ọt sắp ai Nè bà thôi bà đòn tay ấy តែណាក៏មិនទៅដែរនៅរៀនធ្វើបរហូបវិញកាយលោបានប្តីអ្នកធំគេអត់និយាយដើមអាគីណូដូចដាច់ដាប់ដល់ហើយឲ្យតែធំក្លិនកាពិក្បែរមិនស្វាង Ê na kia nấu ហកស៊ីទៅ Bà ai mình thấy Kia tư với nhai nè អីអុយអ៊ីណាបាល់បាទ អាយ៉ាចេះធ្វើខ្លួនអញ្ចឹងបែរមិនស្រួលហើយនេះ កុំចេះតែថាណាធ្វើខ្លួនតែងទួញជារឿងធម្មតារបស់ស្រីស្រីហ្នឹងតាគេក៏ក្រេតថៃគេឃើញគេស្អាតថាគេចង់បានប្តី ម៉ែនណាព្រោះអីនៅកន្លែងបងធ្វើការមានស្រីស្អាតស្អាតជាច្រើនមកសុំឲ្យបងព្យាបាលតែតាមពិតគឺមកសុំស្នេហាពីបង មានអញ្ចឹងផង ស្រីណាក៏អត់មក មិនអន់ទេមាននាងម្នាក់នោះស្អាតណាបងក៏លួចស្រឡាញ់គេតិចតិចដែរតែទោះតែបងមានសង្សារហើយក្បត់ចិត្តគេមិនបានក ុំអួតពេកខ្ញុំមិនជឿទេប្រហែលជាស្រឡាញ់គេហើយគេមិនស្រឡាញ់វិញផងក៏មិនដឹង កុំតែបងមិនចង់តាំងខ្លួនធ្វើជាព្រាននារីទេកុំអីបងបដានាងនោះមកសុំលោកយាយរៀបការទៅហើយ អូយបានហើយខ្ញុំចង់ស្ដាប់ទេ ណែបតីសពថ្ងៃនៅអាងលោកយាយហ៎ចង់ធ្វើអីសាច់តែចិត្តមែនទេ អូយលោកយាយមើលណាធ្វើអញ្ចឹងមិនសមមក ជំរាបសួរលោកយាយបងតណ្ដង លើកដៃថ្វាយព្រះនាងមកលេងជាមួយប៉ណៃហ៎ប៉ណៃមិននៅផ្ទះទេ ចាខ្ញុំមកលេងហើយក៏យកផ្លែឈើនេះមកជូនលោកយាយ មិនអីទេមកចេះតែមកទៅមិនបាច់ផ្ញើនេះផ្ញើនោះទេ អ្នកនាងម៉ូលីដាព្រឹកនេះអត់អញ្ជើញទៅធ្វើការទេ ព្រឹកនេះទំនេរកាត់ថាមកបបួលបានប្តីទៅដើរលេង អូគួរឲ្យស្ដាយណាស់ប៉ណៃព្រឹកនេះឮថាជាប់យាមគេចេញតែបាត់តាំងពីបលឹម អញ្ចឹងខ្ញុំទៅលេងគាត់នៅមន្ទីរពេទ្យក៏បាន បតីចូលមកស្អីតូចអ្នកនាងខាងនេះគឺម៉ូលីដាមិត្តរបស់ប៉ណៃ ជំរាបសួរអ្នកបងជំរាបសួរ បតីរាប់អានគ្នាទៅម៉ូលីដាចៅស្រីខ្ញុំមិនសូវចេះរៀបចំខ្លួនទេតែកិច្ចការមេផ្ទះចំណាប់ចំនួនណាស់ បងស្រីកំជាលោកយាយបញ្ចូលខ្ញុំទេតាមពិតខ្ញុំគេរីកុនស្ទើរាល់ថ្ងៃថាជាមនុស្សមិនចោះចំណោមនឹងគេ ខ្ញុំ
ខ្ញុំសកែឃើញចឹងដែរលោកយាយនាងគួរឲ្យស្រឡាញ់ណា បានចេញមកអញ្ចឹងស្រួលណាស់មិនយូរទេនាងនឹងបានចងដៃវតីជាមួយបណៃនិយាយមិននិយាយលេងទេចាំចិត្តដល់ពេលយាយនឹងប្រាប់ លោកយាយក ុំចេះ បណៃប្រហែលមិនដែលប្រាប់មិត្តភក្តិគេទេ លោកយាយខ្ញុំជំរាបលាសិនហើយបងសិនដោះនាងបតេចា ណែឈប់ យីអង្គុយមក លោកយាយមិនក៏មានប្រសាអញ្ចឹងបងបណៃដឹងច្បាស់ជាច្បោឲ្យខ្ញុំជាមិនខាន រឹកពីប្រហែលម៉ូលីដាធ្វើចៅភាសាយាយមិនបានទេគ្មានលក្ខណៈជានារីខ្មែរសោះណែសណ្ដោះជូនយាយទៅវត្តរៀបចំខ្លួនតែចៅទៅ តែបណៃចិត្តខុសពីខ្ញុំ តែលោកធ្វើការជាមួយបងបណៃណា គេមិនដែលនិយាយអាក្រក់ពីនាងទេម៉ូលីដា លោកនៅតែកាន់ជើងគាត់ តើមានប្រយោជន៍អីដែលខ្ញុំធ្វើអញ្ចឹងនោះ លោកត្រូវនិយាយពីអ្វីដែលជាប់តាក់ទងជាមួយបតីប្រាប់ខ្ញុំបងបណៃមានសង្សាររួចទៅហើយគាត់នឹងចៅមិនអាចរស់នៅជាមួយគ្នាបានទេ កុំព្រួយយាយធានាគាត់ជាសង្សារគ្មានអីទំនាស់ដល់ការសម្រេចចិត្តរបស់ចៅទេ តែចៅមិនដែលនឹកថាស្រឡាញ់គាត់ម្ដងណាទេ ចុះតែយន់វាប្រាប់យាយថាឯងធ្វើខ្លួនទៅជួបបណៃនៅពេទ្យឯណោះ ចៅគ្រាន់តែចង់លលេងនឹងគាត់តែប៉ុណ្ណោះព្រោះគាត់ចូលចិត្តរីកូនចៅគាត់មិនចាប់ផ្លិតទេយាយ អានឹងហើយសេចក្តីផ្ដើមឥឡូវវាចូលដល់តួសេចក្តីមិនបាច់ប្រកែកទេគេងគិតចុះបណៃក៏មិនស្អប់ចៅដែរ លោកយាយគេស្រឡាញ់រកតែស្រីស្អាតចិត្តរេដូចចង់ស្រល់ចៅសំបដិសេធ អីយ៉ាមិនបានជាដាច់ខាតឯងនេះមើលទៅដូចជាស្លូតទេតែមិនក៏មានអ្នកម្លេះ ស្រីតូចយប់ជ្រៅហើយមេឃត្រជាក់នៅយូរមិនល្អទេតោះចូលទៅក្នុងទៅ បងសំដងខ្ញុំពិបាកចិត្តលោកយាយស្អប់ខ្ញុំហើយ អ្នកណាថាអញ្ចឹងណែហេតុអីក៏អូនស្អប់ប៉ុណ្ណីគេមានដែរធ្វើអីខុស ស្អប់ព្រោះគាត់ចូលចិត្តមើលយាយខ្ញុំលោកយាយចេះតែបខំខ្ញុំខ្លាចលោកយាយ បើអូនមិនព្រមហេតុអីក៏មិនប្រកែកទៅតែប៉ុណ្ណីខ្សឹប5បងថាគេស្រឡាញ់អូន បងសំដងកុំចង់ធ្វើមែនដើរណាខ្ញុំហ៊ានប្រកែកជាមួយលោកយាយ មែនណាបើអញ្ចឹងមិនស្រាំបេះដូងបងទៅហើយបងកំពុងតែចង់សុំលោកយាយរៀបការជំនួសប៉ុណ្ណីផង សម្រាប់ការនឹងខ្ញុំត្រូវជាមួយនឹងបងសុភាបងឯងទៅខាងមាត់ណា អូប៉ុណ្ណីណែជួយលួងលោមក្មេងម្នាក់នេះផងអូយបងលួងមកយប់តើហើយគេចាំនិយាយមកអីអូយ ខ្ញុំអស់កម្លាំងណាមានការអីស្អែកចាំនិយាយគ្នា អ្នកណាចង់និយាយជាមួយលោកច្រឡំហើយលោកវិជ្ជបណ្ឌិត ចុះឯងទៅមកពីណាស្មានហ្នឹង ពិបាកចិនដើរលេងខាងក្រៅបន្តិចទៅ កុំប្របាកបងចង់ឯងទទួលស្រីតូចហើយខ្លួនបងក៏បានរៀបការជាមួយសំភារដែរ ដូចជារកស្រឡាញ់មិនឃើញសោះ គ្មានកន្លែងស្រឡាញ់យ៉ាងម៉េចហ្នឹងប្រយ័ត្នគេបេះបាន់តិចស្ដាយក្រោយស្រីតូចមានកន្លងចោមច្រើនណា អាឡូមកពីខាងណាដែរអូម៉ូលីដាថាម៉េចមានការចង់ជួបបងបានគ្រប់ពេលវេលាទាំងអស់ម៉ោង4មែនទេនៅកន្លែងណាអូតោក៏ហឹមអរគុណអូនណា បងកម្មបើកម៉ូតូឲ្យស្រួលកុំចាក់គួរខ្លាំងពេកខ្ញុំប្រហោងពោះអស់ហើយ ពួកអាណាมันប្រហោងហើយបើអូតូបើកលេខ1 ហ៎ក្រឹម
មានរឿងអីនេះ រឿងហ្នឹងវាធំប្រប៉ិនមេឃប្រប៉ិន យ៉ាងម៉េច ណានោះទៅវិញដល់សួរសាយ័ន្តដល់បានដឹងរឿងរ៉ាវដល់អត់បើមិនសួរគេទេអត់ដឹងអី អើ ទៅ យ ដល់ បង បង ប្អូនឯងមិនណីទេខ្ញុំដើរឲ្យជាមួយបងកំចង់ស្លាប់ដែរខ្យល់កបាត់មាត់បាត់កគេផ្អើលអស់មកផ្ទះហើយណោះ ទៅហើយគេផ្អើល មានរឿងចឹងផងសាយ័ន្តនឹងក្រំតែមុនខ្ញុំចុះខ្ញុំតែឥឡូវហើយ ខ្ញុំជិះឡានជាមួយបងដែរអ្នកបងកំមកទៅមុនម្នាក់ចុះប្រាប់អ្នកផ្ទះផងថាបងប៉ណៃទៅដល់ឥឡូវនឹងហើយ នេះលោកប្រុសណានិយាយម្ដងនេះមិនដឹងជាយ៉ាងណាយ៉ាងណីទេទិញពុតធัวលហាងតាំងប្រព្រឹត្តរាល់ថ្ងៃហ្នឹងទៅហើយត្រូវទៅឲ្យឆាប់តិចមិនបាន បងប៉ណៃហើយខ្ញុំភ័យនឹងលោកយាយឡើងផ្អែមមាត់តែមកហើយអូយនាងតៃវិសេសយំឡើងទួនខ្លួនដោយសំឡេងអញ្ចឹង ព្រួយមានក៏មានរឿងបែបហ្នឹងទៅវិញ ខ្ញុំអត់ដឹងដែរស្រាប់តែលឺនាងតៃវិសេសយំផ្អើលដល់ផ្ទះខ្ញុំអីណោះតែបងប៉ណៃឲ្យលឿនឡើងឲ្យវាឆាប់ឡើង គ្នាមកកណោគ្មានបានការចាំតែមនុស្សម្នាក់ហ្មង អីកាត់ដុំចាយមកបញ្ញាប់ហើយវាចាប់ពុកជើងទៀតងាញ់ក្តៅណាតែបងប៉ណៃឲ្យលឿនឡើងឆាប់ទៅឆាប់បងប៉ណៃលោកយាយជាចៅធ្វើអីក៏ធ្វើដែរលោកយាយសម្រាប់ទៅរឿងដែរលោកយាយនិយាយចៅព្រមហើយ អញ្ចឹងទើបល្អជីដូននេះណានាំចៅចុះនរោយាយនិយាយគឺចង់ឲ្យចៅបានល្អ លោកយាយមិនអីទេអ្នកទាំងអស់គ្នាចេញទៅក្រៅសិនទៅសភានៅទីនេះសិន អូយប៉ុណ្ណេះអើយជួយយាយផងយាយស្លាប់ឥឡូវហើយជុកទូងណាយាយប្រកាសជាមិនបានឃើញចៅរៀបការទេមិនក៏នៅឯអង្គចឹង នាងយល់យ៉ាងម៉េចដែរ ចាដូចជាប្របាក់លឺ ជីបចោល្អកំដៅធម្មតាគ្មានអីសោះឬក៏លោកយាយសង្ងំទៅមិនអីទេអ្នកគ្រូសភាចាក់ថ្នាំកម្លាំងជូនលោកយាយបន្តិចបានស្រួលហើយ យាយស្រួលបន្តិចហើយពួកឯងទៅកៅចោះប៉ុន្តែកុំទៅណាអីគេលោយាយមិនស្រួល មិនអីទេលោកយាយខ្ញុំទៅខាងក្រៅពិគ្រោះជាមួយនឹងគ្រូសភា អូលោកយាយសំដីមកឈុតនេះសមណាគ្មានណាដឹងទាំងអស់យ៉ាងម៉េចលោកយាយសមមែនណា អើសំណាស់តែប៉ះចំកន្លែងខុស យ៉ាងម៉េចលោកយាយ ណែយាយណាភ្លេចគិតថាប៉ណៃជាគ្រូពេទ្យយាយធ្វើពុតអញ្ចឹងរឿងអីគេមិនដឹង អូយធ្វើយ៉ាងម៉េចទៅលោកយាយ មិនអីទេយ៉ាងម៉េចក៏ផែនការរបស់យាយបានជោគជ័យដែរយាយមិនឲ្យពួកវាដេញទាន់ជន់កែងទេ លោកវិជ្ជាបណ្ឌិត សួស្ដីអ្នកនាងព្រឹមព្រៃ សួស្ដី បាយគ្នាប្រមាណអាទិត្យខ្ញុំដូចជានឹងអ្នកនាងផ្លែក ខ្ញុំមកជួបលោកញឹកញាប់ដូច្នេះលោកមិនធុញទេ ធុញអ្នកដែលមកជួបខ្ញុំដល់កន្លែងធ្វើការបើប្រុសជាមិត្តបើស្រីជាសង្សាររបស់ខ្ញុំក្រែងអ្នកនាងធ្លាប់ប្រាប់ម៉ូលីដាដែរថាជាសង្សារថ្លាំជីវិតរបស់ខ្ញុំតើអ្នកណាមួយធុញនឹងសង្សាររបស់ខ្លួននោះ តែខ្ញុំមកនេះជំរាបលោកសំដកពាក្យវិញព្រោះតាមមកបខំឲ្យខ្ញុំរៀបការមិនអាចរងចាំការជ្រើសរើសរបស់លោកបានទេ មិនក៏ប្រុសចិត្តលឿនម៉េះខ្ញុំកំពុងតែសម្រេចចិត្តទទួលនាងហើយណា ហួសពេលហើយខ្ញុំលាសិនហើយ ឈប់សិនបំណាច់មានឈ្មោះជាសង្សារទៅហើយសុំស្គាល់ បងប៉ណ្ណៃបងកំពុងលេងល្ខោនលេងជាមួយអើប្រុសសាវ៉ាប្រុសចង់សងសងសានមួយមិនស្កប់ស្កល់ចង់មកបានបញ្ជើខ្ញុំ ម៉ូលីដាកុំអាចច្រឡោតស្ដាប់បងសិនកុំស្រែកខ្លាំងពេកកន្លែងបងធ្វើការណាអូនខ្មាស់គេ ខ្មាស់គេបាច់ចេះខ្មាស់មិនកណាត់ជួបស្រីមុខក្រាស់នៅទីនេះហើយទូរស័ព្ទហៅខ្ញុំមកជួប បងមិនបានទូរស័ព្ទទេប្រកាសជាគម្រោងការរបស់អ្នកណាមួយហើយនេះពិតជាផែនការរបស់ស្រស់ព្រំព្រៃហើយអស្ចារ្យ បងប៉ណ្ណៃអូនចង់ជួបបងនិយាយរឿងយើងឲ្យដាច់ស្រេច
មានគេអត់ខ្ញុំមានខ្ញុំអត់គេ អីយ៉ាចេញទៅក្រៅចាំនិយាយគ្នាឲ្យតែយ៉ាងនេះចុះថ្ងៃក្រោយបងនឹងខ្លាយជាសាច់ជ្រូក3ជាន់នៅលើជ្រុញហើយតោះទៅយំអញ្ចឹងអានសភៅមិនខ្លាយងឹតភ្នែកទេស្រីតូចអូសភៅរឿងតា ខ្វាក់ក៏ជាផ្លែខ្ញុំដែរតាមកបណ្ដេញមិនខ្វល់ទេឲ្យស្ភើមកខ្ញុំ អានសភៅរឿងឲ្យបណ្ដាអារម្មណ៍ហាខ្យល់ហានសើមអញ្ចឹងនឹកអ្នកណាដឹង អូអង្គុយយកខ្យល់អាកាសឲ្យស្រឡះខ្លួនតើតើមានមនុស្សដែលត្រូវនឹកទៅអង្គុយបានណាភាសាវិជ្ជាបណ្ឌិតចេញមកអីក៏ផ្លាយមិនមែនអញ្ចឹងបងចេញមកទីនេះដើម្បីអីដែរ បងពិបាកចិត្តនឹកទៅនារីម្នាក់ចង់ដឹងទេបងប្រាប់ អញ្ចឹងដឹងទេព្រោះនារីនោះខ្ញុំស្គាល់រួចទៅហើយ អ្នកណាប្រាប់បងផង អ្នកនាងម៉ូលីដាសង្សារសំណប់នោះអី មិនមែនទេគឺស្រស់ប្រំប្រៃឥឡូវនាងប្រហែលជាខឹងនឹងបងអញ្ចឹងអូនជាគូតដឹងបងមិនខឹងនឹងបងទេ បាទរបស់គង់តែជាកម្មសិទ្ធិយើងតដែលខាងបានប្រយោជន៍អីមានតែបេះដាច់ឯណា អីយ៉ានឹងដាក់ចិត្តថាស្រឡាញ់បងហើយណែវិជ្ជាបណ្ឌិតដូចបងប្រពន្ធមិនចេះធ្វើខ្លួនដូចជាអូនឯងមិនស្រឡាញ់ទេ បងស្រឡាញ់5ត្រេងតាមានតែតើឯនឹងខ្ញុំ ចុះអូនគ្មានអារម្មណ៍អីទេ ចាពេលនេះខ្ញុំស្រឡាញ់បងណាស្រឡាញ់ដល់ឆ្អឹង មែនណាអញ្ចឹងស្អែកតើលេងជាមួយបង មិត្តភក្តិទាំងអង្គគេចេះតែស៊ូអូនពិបាករកចម្លើយប្រាប់គេណា ទ្រាំបន្តិចសិនទៅលោកយាយគាត់មិនស្អប់អូនទេតែគាត់កំពុងពិបាកចិត្តរឿងប៉ុណ្ណីទើបគាត់មិននិយាយរឿងរបស់យើងណា ខ្លួនអូនជាស្រីអ្វីត្រូវតែធ្វើតាមប្រពៃណី បងដឹងហើយតែឥឡូវនេះប៉ុណ្ណីគេបដិសេធណា លោកប្តីបដិសេធមិនទទួលអូនបតីជាភរិយាអូនដូចជាមិនជឿទេ អូនមិនជឿបើមិនជឿបងតើអូនទៅជឿអ្នកណា មិនជឿបងស្រឡាញ់នាងប្រំប្រៃមែនណា ចាំម៉ូលីដាស្នេហាបងឯងមិនក៏ផ្លឹបផ្លែតដូចជាផ្លែបន្ទោអញ្ចឹង អូនឯងជាមិត្តរបស់ប្រំប្រៃស្រាប់ឲ្យតើអូនឯងព្រមជួយរឿងម៉ូលីដាបងអាចដោះស្រាយបាន ធ្វើអញ្ចឹងខ្ញុំដូចជាល្ងងពេកអនាគតប្រពន្ធវិជ្ជាបណ្ឌិតបញ្ចាំមិននឹងចង់បានស្អីវិញខ្ញុំមិនឈួតទេ អញ្ចឹងអូននៅតែប្រកាន់ថាបងជាអនាគតប្តីអូនមែនទេបងមិនស្រឡាញ់មិនចេះថ្នាក់ថ្នមប្រយ័ត្នខកចិត្តណា ខកចិត្តទៅសារអសអីម៉ូលីដាមិនទទួលទេពាក្យថាបរាជ័យបើមិនបានបងបណីក៏អងខ្វះប្តីដែរ កាន់ចិត្តឲ្យធ្ងន់បន្តិចទៅម៉ូលីដាស្នេហាគេមិនប្រាចិត្តឆេវឆាវពេកទេយើងសិតតែជាមនុស្សមានវិបត្តិដូចគ្នាម៉ូលីដាបានដឹងរឿងខ្ញុំអស់ហើយយើងគួរតែរួមគ្នាដោះស្រាយទៅអី ដោះស្រាយរឿងស្នេហាមិនធម្មតាទេខ្ញុំជឿចិត្តណាស់បងបណីបោកចិត្តខ្ញុំត្រូវតែយកឲ្យឈ្នះគាត់ យកល្អយើងគួរតែរៀបការឲ្យបានមុនគេទើបវាប្រសើរ អូនក៏គិតអញ្ចឹងដែរសំតើខ្ញុំមានការតែខាងនោះមកផ្លែនអើបងបណៃអូនណែណាមិនក៏យូរម៉េចអូនខ្វះគេរឹងខ្លួនស្ដោតត្មង ម៉ូលីដាអូនមកដល់យូរហើយបើអញ្ចឹងយើងដើរលេងទាំងអស់គ្នាត្មងទៅបងខានជួបអូនច្រើនថ្ងៃហើយ ចុះក្រែងបងសន្យាថាដើរលេងជាមួយអូនណាឥឡូវមិនក៏មានកតុយល្មមមកតាមអញ្ចឹង សុទ្ធតែគ្នាឯងតាមានអ្នកណាឆ្ងាយគ្មានបញ្ហាទេ កាប់បាត់បងប្តីនាំខ្ញុំមកប្រជើងតាអញ្ចឹងក៏ល្អដែរមិនអីទេសង្សារចាស់ប្រទះគ្នាម្ដងសាសអស់ចិត្តចុះខ្ញុំទៅលេងខាងនោះសិនក៏បានតែខ្ញុំផ្ដាំឲ្យហើយដល់អ្នកនាងម៉ូលីដាបងប្តីលែងមានឈ្មោះជាសង្សារនាងទៀតហើយឱកាសមានតែម្ដងគត់លេខក្រោយមិនបានទេតបបងប្តីយើងទៅចែកគ្នាលេងខាងនោះវិញស្ដាប់យូរទៅគួរចិនណា ទៅទៅ ស្គែតិចពេកភ្លេចមើលក្រោមក្រិចជើងទេដឹង យ៉ាងម៉េចហើយដើរមិនប្រយ័ត្នសោះ តែវិញខ្ញុំប្រាប់លោកយាយបងប្តីគ្មានចង្រៃអីគ្រាន់តែកាក់ស្មៅប៉ុណ្ណឹងទេមិនបាច់គួរសមទេតែបំពេសង្សារឲ្យព្រោះចោះ
ជើងខ្ញុំក្រិចខ្លះក៏បញ្ហាដែរ សំដីឲ្យល្មមបានហើយកុំប្រកែកពេក ណែតែវិញខ្ញុំប្រាប់លោកយាយឯងប្រាប់លោកយាយឯងថាប្រាប់ឯងតបបានប៉ុណ្ណេះមិនដែលស្លាប់គ្រាន់តែដូចប៉ុណ្ណឹងទេ ណែម៉ូលីដារឿងយើងទុកថ្ងៃក្រោយចាំនិយាយគ្នាចុះតោះសេចតូច ឃើញទេអ្នកនាងម៉ូលីដាទីបំផុតអ្នកនាងឃើញស្រាប់នឹងថ្ងៃហើយការរីកក្បែរច្មោះត្រង់ណាស់មិនហិតលេងបាននាងបានទទួលតំណែងនោះហើយក្តាប់ឯណែណាព្រមបេះដូងបងប៉ុណ្ណេះរេរាដល់ចុងស្រាលគ្រាន់តែខ្យល់ចំណូលតិចតិចក៏អាចរំកើតដែរ ម៉ូលីដា បងសុផានបានហើយកុំឃើញគេមន់ស្និទ្ធខ្លាំងពេកខ្ញុំគ្មានឈើអីទេ ធ្វើគុណបានទោមតាបើកុំទៅយល់ដល់លោកយាយស្មានតែខ្ញុំចង់ប៉ះណាស់ទៅមនុស្សមានល្បិចច្រើនបែបនេះធ្វើបន់មិនឲ្យប្រទះទេ អញ្ចឹងណោះតែប៉ុណ្ណឹងក៏នៅគ្រាន់បើជាអ្នកខ្លះដែលគ្មានអ្នកយល់ចិត្តដែរ កុំអួតអ្នកដែលអាចត្រួតត្រាដួងចិត្តខ្ញុំបានមិនមែនម៉ូលីដាឬបតីនោះទេកុំភ័យអី មិនភ័យទេតែបារម្ភព្រោះអនាគតខ្ញុំមិនមែនផ្ញើលើប្រុសបេះដូងពីរបីអញ្ចឹងទេ ល្អបើអញ្ចឹងនៅមុខលោកយាយស្រីតូចត្រូវតែនិយាយអស់ពេលនោះមានតែប្រំប្រៃទេដែលជាការភ្នែករបស់ខ្ញុំ អូយផ្អែមណាស់ណោះនាងប្រំប្រៃនោះល្អប៉ុណ្ណាទៅទើបនៅមិនសនុកសុកចិត្តមកអង្វរខ្ញុំ ប្រហែលបតីសំទោសណាមិនបាច់ក៏បានបើមិនបានក៏មិនអីដែរ ធ្វើមិនកាត់ធ្វើទៅឥឡូវជូនខ្ញុំទៅផ្ទះវិញកុំឲ្យប្រចាំប្រជែងច្រើនពេក ណែតែខ្ញុំចង់ឲ្យស្រីតូចជូនខ្ញុំទៅផ្ទះប្រំប្រៃមួយផ្លែត អាណិតដែរតែធ្វើម៉េចបើលោកយាយមិនព្រមទោះជួបក៏គ្មានបានកាយដែរ និយាយទៅនិយាយមកគៀងកយកទៅខ្លួនឯង អ្វីប្រែប្រួលតាមពេលវេលាតោះយើងត្រឡប់ទៅវិញ លោកកំពុងតែច្មោះឲ្យខ្ញុំមែនទេ ម៉ូលីដាមិនទាន់ហួសពេលឯណាបងធានានៅអ្វីដែលអូនប្រាថ្នា ខ្ញុំឈឺចិត្តខ្ញុំឈឺចិត្តណាស់កំឡងឡងខ្ញុំឯងចិត្តខ្ញុំមិនប្រែប្រួលទេ បញ្ចេញកំហឹងឲ្យអស់មកបងទទួលជំនួសប៉ុណ្ណៃបងមិនមែនឈ្មោះប៉ុណ្ណៃទេតែចិត្តបងប៉ុណ្ណៃនឹងស្រឡាញ់អូនជានិច្ច បងសុផា ម៉ូលីដា
វិញហី កុំគួរសំទេបងផាតរត់ដល់បងប្រើពាក្យអញ្ចឹងណា ខ្ញុំខ្លាចអ្នកនាងប្រកាន់ព្រោះបើមិនប្រើពាក្យហ្នឹងបវអ្នកនាងបដិសេធ ស្អប់ណាស់បងផាតឈប់ឲ្យបងដៃជាមួយហើយ ម៉ូលីដាបងលែងនិយាយទៀតហើយតែអូនអនុញ្ញាតឲ្យបងកំដរអូនមែនទេ ចាប់ពេលនេះក្រែងបងងាយចិត្តអូនហើយតា តែមិនទាន់មានការអនុញ្ញាតពីអូន ត្រាំតែណាចេះគោរពណាតែកំពុងតែធ្វើខុសអត់ថាបានដៃជាមួយអូនហើយកុំគ្រាន់បើតែសម្ដីនោះពេលនេះគឺអូនចង់និយាយអំពីអ្វីដែលបងធ្វើខុសពីចិត្តបងមែនទេមិនឆ្លើយទេហ៎បងផានយីចេះបាត់តែអញ្ចឹងកានបងផានយ៉ាយីតែណាអញ្ចឹង ធ្វើបង ធ្វើអីអញ្ចឹងលត់ប្រឡងអូនអស់ហើយ អូយអូនភ័យហី1 2 3 4 10ភ្លើង10សពគ្រប់ចូលវិញភាក់ អត់ចាធ្វើដងកងក្មេងមិនទាន់លែងបាញ់អញ្ចឹង ខ្លាយវេយគ្នាទំនេរនៅគ្មានអាណាចង់បានសោះហូចចុះនាងតីឯងអីក៏រើខ្លាំងម្លេះ កុំនិយាយពីមិនបានការច្រើនពេកគ្នាពិបាកចិត្តសឹងស្លាប់ទៅហើយ ពីបាក់ធ្វើអីលោកយាយមានឲ្យឯងរៀបការជាមួយបងបណៃណា តែគ្នាក៏មិនអាចទទួលបងសំដោះមិនពៀនទៅលើអ្នកបងសុភាបានដែរលោកជាម្ដងនេះដូចជាកាច់ដល់ហើយ ចុះឥឡូវបើមានអ្នកផ្សេងស្រឡាញ់ឯងព្រមទេ អ្នកណាទៅ បើចង់ដឹងស្អែកទៅជាមួយគ្នាព្រមទេពេលនោះឯងប្រកាសជាស្គាល់ហើយ អីយ៉ាសៃយន់ឥឡូវគេនៅសម្ងាត់ផងហ៎គ្នាមិនចង់ស្គាល់មិនទៅទេ ស្លាប់ហើយទៅបន្តិចទៅគ្នាធានាគ្មានរឿងអាក្រក់កើតឡើងចំពោះឯងទេណែនាងតៃផែនការនាងឯងច្បាស់ជាបានជោគជ័យព្រោះបងបណៃច្បាស់ជាជាប់ស្នេហ៍នឹងស្រស់ភឹមភ័យឯងហើយ ស្អីទៀតហើយសៃយន់នេះឈប់រំលឹកគ្នាមិនចង់លេចឈ្មោះទេ ពីព្រឹកមិញបងបណៃទូរស័ព្ទណាត់ជួបជាមួយស្រស់ភឹមភ័យឯងហ្នឹងណា បើមែនគ្នានឹងធ្វើឲ្យគាត់ស្គាល់ថាពាក្យខកចិត្តជាមួយបតីណាជីក៏ចេះនេះស្គាល់គាត់ទំនងដែរ ការលោលេងរបស់អ្នកនាងធ្វើឲ្យបេះដូងខ្ញុំត្រូវរបួសហើយគ្មានគ្រូពេទ្យណាអាចព្យាបាលបានទេ ចិត្តលោកផ្លាស់ប្ដូរលឿនហួសពីការស្មានខ្ញុំសម្រេចចិត្តតាមម៉ាក់រួចហើយមិនផ្លាស់ប្ដូរចិត្តវិញទេ ម៉ូលីដាយល់ច្រឡំប្រកាសឈប់តាក់ទងជាមួយខ្ញុំឯអ្នកនាងធ្វើឲ្យខ្ញុំខកចិត្តទៀតគិតទៅមួយជីវិតនេះខ្ញុំប្រហែលសុខចិត្តរស់នៅតែម្នាក់ឯងរហូតហើយ មនុស្សទាន់សម័យដូចជាលោកមិនគួរជឿថាគ្រប់ម្នាក់ឯងបានទេ បើនាងមិនជឿចាំតែមើលចុះស្រស់ប្រំប្រៃប្រាប់ខ្ញុំមកមើលរៀបការថ្ងៃណាហើយខ្ញុំញ៉ាំការទេ ចង់តែញ៉ាំកា ហឹម មិនខ្លាចចាប់ទ្រង់ពេលឃើញខ្ញុំឈរទទួលភ្ញៀវជាមួយបរិសផ្សេងនោះទេ ខ្ញុំសុខចិត្តទ្រាំឲ្យតែបានឃើញមុខនាងនៅថ្ងៃនោះ ចុះល្អលោកកំតៅអីព្រោះអ្នកធម្មតាឈឺមានពេទ្យព្យាបាលតែបើលោកពេទ្យឈឺគ្មានអ្នកណាជួយទេ ប្រំប្រៃមិនបានជាប្រែចិត្តលឿនម្ល៉េះ មនុស្សដោយស្រស់ត្រឹមត្រូវទៅជួបថាខកចិត្តជាលើដំបូងចំពោះលោកគ្មានន័យក៏ល្បិចអីទេចុះល្អលោកគួរត្រៀមការជាមួយបតីឲ្យបានមុនខ្ញុំទៅ ចេះជួយគ្នាណាណោះតែបតីមិនស្រឡាញ់ខ្ញុំទេ បតីធ្លាប់ប្រាប់ខ្ញុំថាលោកនេះស្រឡាញ់តែស្រីណាស្អាតស្រីមិនចេះរៀបចំខ្លួនដូចនាងលោកមិនស្រឡាញ់មែនទេ អ្នកដែលឆ្លាតជាងគេគឺបតីប៉ុន្តែឲ្យឆ្លាតអញ្ចឹងចុះគង់មានថ្ងៃណាសប៉ែតដូចជាមិនខាន ជារៀងគ្រួសារលោកខ្ញុំមិនលោកដៃទេលោកជួបខ្ញុំទៅវិញ បំណាច់បែកគ្នាយើងគួរតែបង្កើតអនុស្សាវរីយ៍ល្អទុកសម្រាប់ថ្ងៃក្រោយខ្លះទៅ ណែមិនបានទេដើរលេងអញ្ចឹងបើគូតដឹងខ្ញុំឃើញរឿងធំហើយណែតោះយើងទៅវិញប៉ុននេះណាត់ឯងឲ្យលះតែខ្លួនអង្គុយក្រោមម៉ែធ្វើប្រងើយ ហួយនាងតៃឯងហ្មងតៃទាំងអញ្ចឹងហ៎មិនផ្លាស់កៅអាយសិនទេ ហើយថាបណ្ដោណែមកនេះគ្នាទៅមិនទិញមិនទាន់បានសារម្ដងទេជួយមើលសំទេ ឲ្យឆាប់
បន្តិចឡើងនាងតៃឯងនេះស្លៀកពាក់អីក៏សមដែរវិញធ្វើខ្លួនម្ដងរាប់ម៉ោងអាឡ័យតែអែនអនកើតតែមានគេស្រឡាញ់ដែ តែ រ ខលលោកយាយបានតែ1ម៉ោងទេណែថ្ងៃនេះនៅជុំគ្នាល្អណាស់តែប្រហែលលោកវិជ្ជាបណ្ឌិតចាក់រកលោកយាយមិនខានជាងចឹងលោកសុផាតចង់ជួបគ្នាមានការអីហ៎ អូមិនដឹងទេហ៎ព្រោះតែនាងតៃឯងម្នាក់ណាគេឈួតចង់អស់ម៉ាណាកោទៅហើយអ្នកទៅដល់នោះដោះស្រាយតែ2នាក់ចុះណាគ្នានេះចាំមិនខាវ លោកប្រុសបានកាយទៀត យ៉ាងម៉េចដែរក្រឹមដល់ណាហើយ លោកប្រុសអញ្ជើញទៅខ្ញុំធ្វើជាអ្នកការពារឲ្យចេះ មានស្អីខ្លះ អូណែមានមីមានគុយទាវមានទឹកស្អ៊ីវមានស្រីមានប្រុសអីបើលោកប្រុសពេញចិត្តខ្ញុំជូនទៅដល់កន្លែងត្រូវប៉ាន់ណាប៉ុន្តែសូមទឹកតែខ្លះហើយ ស្អីទៀតហើយមិនទាន់ដឹងស្អីផងទាលុយទៅហើយ តោះយើ សុំទោសអនាគតរបស់ខ្ញុំលោកយាយជាអ្នកចាប់ចែងគ្មានអ្នកណាអាចសម្រេចបានទេខ្ញុំមិនអាចផ្ដល់ក្តីសង្ឃឹមជូនលោកបានព្រោះខ្ញុំមានគួរតែដឹងហួសទៅហើយ ប៉ុណ្ណៃគេមិនស្រឡាញ់អ្នកនាងទេស្នេហាគេផ្លាស់ប្ដូរដូចខោអាវអញ្ចឹង រីករាយណាស់ដែលលោកបានជួយវែកមុខជនកំហុសឲ្យខ្ញុំស្គាល់តែខ្ញុំមានហេតុផលផ្សេងមិនអាចធ្វើតាមលោកបានទេ គិតឲ្យបានម៉ត់ចត់ណាស់បតីប៉ុណ្ណៃគេបាននិយាយថាស្នេហាគេមានតែមួយគត់បើអ្នកនាងចង់លូកដៃប្រកាសជាបរាជ័យ ខ្ញុំយល់អញ្ចឹងដែរប៉ុន្តែរឿងបរាជ័យ អូសុំទោសខ្ញុំរវល់តែមើលសត្វស្វាគៀងគូនៅលើចុងឈើមិនបានជាមើលមុខមើលក្រោយសោះ អត់មានចេតនាទេទៅទឹកត្រង់ណាខ្ញុំជូតតែ បានហើយបាច់គួរសមទេអញ្ចឹងចុះ អូអរគុណណាអ្នកនាងដែលមិនខឹងនឹងពួកខ្ញុំនេះណាខ្ញុំសូមលាអ្នកនាងសិនហើយជួយតាមសប្បាយលោកប្រុសហៅអីញ៉ាំតិចទៅ ហៅអីហៅមកកុំសាំញ៉ាំច្រើនពេកស្ដាប់គេនិយាយគ្នាណោះ អេអ្នកអំរាអេទឹកនោម2គ្រីនំប៉ាង2 គ្រីនំប៉័ងស្មើនេះអស់ហើយលោក អូយនោះ យកលោកខាងនោះ មានស្អីយកអាហ្នឹងមកចំណែកខាងលោកខាងដែរចេះតែភាសាបរទេសភាសាខ្មែរចេះតិចតែប៉ុណ្្នឹងទេ សុំទោសណាខ្ញុំមិនស្រឡាញ់លោកមិនមែនមានន័យថាខ្ញុំស្រឡាញ់បងប្តីទេបើមិនយល់ទោសយើងឲ្យរាប់អានគ្នាបានសួស្ដីបងផានមានគ្នាទៅចែងឡើងឃើញអន់អស់មិននៅនាងវតីមកទីនេះជំនុំគ្នារឿងអីពីភាសាពីរឿងបដោតំណែងស្នេហាហាងឆេងដូចជាមន្ត្រីគ្នាសោះអញ្ចឹងផងណាបងផានមកចង់រកស៊ីក្រៅហើយហ្នឹង ម៉ូលីដាមិនក៏និយាយពាក្យផ្ដេសផ្ដាសអញ្ចឹង អ្នកនាងបតីខ្ញុំជាស្រីប្រចាំប្តីខ្លាំងណាស់ណាឆាប់ចេញពីទីនេះទៅតិចខ្មាស់គេទទួលយកចុះមនុស្សដូចខ្ញុំមិនដែលទទួលអ្វីដែលគេទេលោកផាតបញ្ជាក់ប្រាប់អនាគតភរិយាលោកផងថាមុននេះលោកបានសុំស្នេហាពីខ្ញុំណា ម៉ូលីដាអង្គុយចុះសិនមកស្ដាប់បងនិយាយសិនរឿងនេះបងធ្វើដើម្បីតម្រូវចិត្តប៉ុណ្ណៃទេ រំលឹកពីឈ្មោះបណៃខ្ញុំសែនស្អប់គេនោះជាព្រាននារីមិនបានដាច់ខាតបងជាបរិសុទ្ធដែលខ្ញុំសម្រេចចិត្តព្រមរៀបការជាមួយខ្ញុំមិនអនុញ្ញាតឲ្យបដាយសង្សារក្រោយវាដូច្នេះទេគួរឲ្យអស់សម្ដែងដល់លោកផានលោកមិនអស់សង្ឃឹមទេព្រោះនារីរូបស្រស់សម្បល់ស្នេហ៍ដូចជានាងម៉ូលីដាប្រកាសជាស្ទាត់ក្នុងរឿងស្នេហាតាក់ទាញមិនធ្វើឲ្យលោកខុសបំណងទេខ្ញុំសុំប្រមានណាថ្ងៃមុនតដើមបេះដូងសង្សារខ្ញុំបានហើយកុំចង់តដើមដងចិត្តគូតដើមខ្ញុំទៀតម៉ូលីដាប្រកាសជាមិនព្រមទទួលពាក្យថាបរាជ័យជាលើកទី2ទៀតទេដូចជាក្តៅបន្តិចហើយនាងម៉ូលីដាលោកផានលោកសប្បាយចិត្តទេបើសិនជាខ្ញុំឆ្លើយប្រាប់លោកថាខ្ញុំព្រមរៀបការជាមួយលោក មិនបានទេផាតឯងនិយាយបង្ខូចគ្នាច្រើនពេកហើយយើងបានយកព្រមជាមួយនឹងគ្នារួចអស់ហើយតា មកប្រៃ ពីមកអើយទៅហើយណែពាក់មិនទៅពាក់វិញទៅកុំអោយគេឃើញហ្នឹង មនុស្សចង្រៃមនុស្សអប្រៃថាចេញទៅអក្រមឯងក៏អញ្ចឹងដែរ ខ្ញុំអាក្រមហ្នឹងខ្ញុំអត់ដឹងអីទេមកដោយសារគេតា កុំចង់បញ្ឈើខ្ញុំណាលោកបណៃការបដោតំណែងរបស់លោកខ្ញុំទទួលបានទេ អូ
យកដល់បាក់ស្រាយសំមុខអ្នកតូចទេហ្នឹងហ៎ សមមុខទេមកប្រកាសសង្គ្រាមដណ្ដើមស្នេហានៅកណ្ដាលវាអញ្ចឹង ខ្លួនខ្ញុំចិត្តខ្ញុំជាអ្នកសម្រេចលោកវិជ្ជបណ្ឌិតឯងគ្មានសិទ្ធិអីយករកខ្ញុំទៅបដូរផ្លាស់ដូចជារបស់តាំងលក់នៅផ្សារទេ បើជឿពាក្យគេហើយក៏ធ្វើចុះបងមិនបាច់បញ្យល់ច្រើនទេគ្រាន់តែដឹងថាបងជាកូនប្រុសដេកដើរឈរអង្គុយនៅលើសេចក្តីថ្លៃថ្នូរពីមិនបានទេលោកយាយថាម៉េចដែរ សំណូមពរនេះផុសចេញពីចិត្តឯងពិតពិតដែលប៉ុណ្ណេះ បាទលោកយាយ អស់ចាឯងនេះចម្លែកខុសគេឥឡូវឲ្យធ្វើម៉េចកាលមុនប្រកែកសុទ្ធតែវតៃចេវតៃចមិនពេញចិត្តទេស្លាប់យាយហើយ លោកយាយលើកមុនបំបែកខ្ញុំពីសភាហើយលើកនេះបោះលោកយាយកាន់ជើងប៉ណៃមិនខ្ញុំព្រមទេ នេះខុសមកពីយាយធ្វើម៉េចឥឡូវបើម៉ូលីដារៀបការទៅហើយឯងមើលបើមានអ្នកណាផ្សេងនិយាយទៅដណ្ដឹងឲ្យភ្លាម ជាតិនេះបើមិនបានវតីខ្ញុំសុកចិត្តនៅកំឡោះចាស់មកជីវិត សិនដោចៅសម្លាញ់យាយឮទេអាណិតយាយ អាណិតហួសពីអាណិតទៅហើយតែចៅមានឈ្មោះថាជាប្រុសសាវ៉ាម្ដងរួចទៅហើយបើបែរទៅរកសភាក៏នាងមិនទទួលចៅវិញដែរ យាយច្បាស់ជាស្លាប់ហើយព្រោះពួកឯងមិនយល់ចិត្តយាយសោះ កើតមកជាប្រុសមិនត្រូវឆ្លោះគ្នារឿងស្រីទេឥឡូវចៅព្រមតែលោកយាយត្រូវទៅដឹងសភាឲ្យខ្ញុំបើសភាប្រកែកខ្ញុំក៏មិនព្រមផ្ទេរវត្តឲ្យបណៃវិញណា យាយធានានឹងទៅដណ្ដឹងសោភាឲ្យទាល់តែបានបណៃជប់កើតទុកទៅចៅណាយាយទៅសម្រាប់មុនហើយយាយទៅហើយ លោកយាយជើញឃើញទេបងអូនផែនការរបស់បងទទួលជោគជ័យបាន 100% លោកយាយឆ្លាតតែនៅចាញ់ល្បិចពួកយើងតែប៉ុណ្ណេះបងឯងនិងខ្ញុំអស់កង្វល់ទៀតហើយ លោកយីចិត្តមកបណៃរ៉េដូចចង់ស្រាលចៅមិនស្រឡាញ់គាត់ទេ កុំប្រកែកបណៃស្រឡាញ់ចៅគេសុំយាយរៀបការដោយស្មោះ មិនប៉ិតទេគាត់សុំលោកយីរៀបការដើម្បីយកចៅទៅធ្វើបាប ចៅស្រឡាញ់អ្នកណាអញ្ចឹងបានជាឲ្យទៅអ្នកនេះប្រកែកឲ្យអ្នកនោះប្រកែក ខ្ញុំមិនព្រមដាច់ខាតលោកយាយមិនដឹងទេពេលមិនគាត់រីកូនសត្វតែចៅកក្រិចបានប្រពន្ធរបៀបចៅគាត់ខ្មាស់គេឥឡូវ ពាក្យសម្ដីទាំងនឹងវាគ្រាន់តែបិទបាំងសេចក្តីស្នេហាតែប៉ុណ្ណោះប៉ុន្តែមិនមែនមនុស្សកំដៅទេ គាត់ស្រឡាញ់ស្រីទៅពេលស្អាតថ្ងៃណាចៅអស់សម្រស់គាត់ប្រកាសជាដោះដៃប្រាប់ថ្មីមិនខាន ចៅជាដូនក៏ឆោតម៉េះប៉ុន្តែអាយុច្រើនជាងឯងបើឯងអស់សម្រស់ប៉ុន្តែចាស់កោងខ្នងកាន់ឈើជាប់ទៅហើយមានពេលណាទៅរកស៊ីក្រៅ មិនមែនទេលោកយាយមនុស្សប្រុសតើតែដំក្តាមមកឈូសទៅអស់ចលនាម្ដងស្រឡាញ់ម៉ូឌីដាម្ដងស្រស់ប្រំប្រៃហើយឥឡូវបតៃ ណាហើយចៅកុំប្រកែកញាប់លឹងយាយសង្ស័យតែរៀបការហើយបាត់1ម៉ោងមិនបានទេរៀបចំខ្លួនទៅស្អែកភ្ជាប់ពាក្យកន្លះខែក្រោយការ លោកយាយមានបតេណាការទេចំណែកចៅចាំព្រមទេសុកចិត្តនៅព្រៃបើលោកយាយបខំកុំញ៉ាំស្ដាយក្រោយ ណែកុំផ្ដេសផ្ដាស់ណាចាំការហើយសិនចាំចង់ស្លាប់មិនបណៃគេជាពេទ្យស្រាប់ស្លាប់លើដៃគេចោះ ទៅបាត់ឲ្យស្លាប់ទៅ តាមរកចៅអីថ្ងៃណាបងបណៃមានភរិយាចៅនឹងវិលត្រឡប់មកជួបលោកយាយវិញបតីមិនគួរធ្វើអញ្ចឹងសោះបតីណែពួកឯងមានបានទទួលដំណឹងអីខ្លះទេហ៎ ស៊ើបសួររកគ្រប់កន្លែងអស់ហើយនៅតែមិនឃើញខ្ញុំអស់ចំណេះហើយលោកយាយ ខ
ខ្ញុំមិនត្រូវគិតពីគាត់ទេខ្ញុំត្រូវធ្វើឲ្យបានដោយសម្ដីដែលនិយាយជាមួយសាយយ័ន្តខ្ញុំស្អប់គាត់ណាស់ ដំណឹងល្អលោកយាយខ្ញុំមានដំណឹងមួយមកជម្រាបជូនលោកយាយ ដំណឹងស្អីមើលនិយាយប្រាប់មកមើលកុំនិយាយលេងច្រើនពីបាក់ចាត់ ណែដំណឹងស្រីតូចណា អូ តែប៉ុណ្ណេះលោកប្រុសប៉ុណ្ណីមានន័យឡើងវិញហើយ ចុះឯងគ្រាន់មានស្នេហាពីអង្កាលបាត់នឹងគ្មានន័យ ចំធ្លាប់តាលោកយាយអារឿងស្នេហាក្រុមចុះស្នាមអស់ហើយលីទៅហើយក៏ប៉ុន្តែឥឡូវលះបង់ចោលអស់រឿងផឹកស៊ីស្រីញីអូនបងយូរទៅឃ្លាំងផ្សេងម្រងទៅណែយាយប្រាប់តាមការពិតទៅបតីគេទៅនៅជាមួយមេដោះគេនោះគេមិនមែននៅជាមួយលោកយាយកាចចិននោះទេគេថាមិនគឺអញ្ចឹងហើយអីណាមកchứ ការពិតពីពួនទៅនឹងសោះឯងនេះហងវិញពេញមកក្រុង មកហើយលោកប្រុសជើញមក លោកយាយយប់នេះចៅរវល់នៅមន្ទីរពេទ្យអត់បានមកគេងនៅផ្ទះទេ ណែចាំយាយនិយាយប្រាប់ណាណែអាក្រឹមវាដឹងថាបតីនៅផ្ទះមេដោះ បាទ ហ្នឹងហើយបតី មែនណា ថាមិនគឺអញ្ចឹងទៅបងជើ លោកយាយខ្ញុំទៅរកនេះឥឡូវហ្នឹង លោកប្រុសកុំអាចជើញទៅធ្វើអីឥឡូវយប់ជើខ្លាំងណាស់ មានតន់យប់ឯណាម៉ោងទៅ9តា យប់ហើយ ចាំស្អែកបានទេខ្ញុំទៅរកនេះឥឡូវហើយលោកយាយ ព្រៀងចាំជើញទៅទឹកតែ អស់ចាណាស់ក្មេងៗឥឡូវក៏ជួលដូចគោស្ទាវ រឿងហ្នឹងដូចនិយាយកាលនៅក្មេងអញ្ចឹងណា អីមិនឯងនិយាយអញ្ចឹង ខ្ញុំគ្រាន់តែថាកែលោកនិយាយក្មេងអញ្ចឹង យី
គេងសិនទៅបញ្ញាប់ងើបធ្វើអីអូនមិនតន់ស្រួលខ្លួននៅឡើយទេណា ចេញទៅបានច្បាប់ពីណាក៏មានសិទ្ធខ្លាំងម៉ែ ណ៎ឃើញទេឆាប់រមើគុណណាយប់មិញបងភ័យនឹងអូនស្ទើរស្លាប់ខំយាមជំងឺអូនឲ្យទៅភ្លឺឥឡូវស្រាប់តែដេញបងចេញធ្វើពងើយ មកដល់ទីការអ្នកណាប្រាប់បាននឹងខ្ញុំនៅទីនេះ សួរអត់ឈ្មោះអញ្ចឹងបងមិនចេញទេយប់មិញយំនឹងបងមែនទេ តុកស្នេហាដែលផ្សារលោកកៅអែងអញ្ចឹងខ្ញុំហ៊ានបៀតទេ មិនហ៊ានបៀតទេណាបើយប់មិញមិនដឹងជាយកសពឃើញអីទេស្រាប់តែឲ្យបងឲ្យស្អិតបេះមិនចេញត្មងទ្រាំមិនបានបងក៏សងមកឆ្អែត និយាយតែផ្ដាស់ជប់មិញខ្ញុំក៏ដល់ដឹងខ្លួនកុំនិយាយតែថាណា ស្រីតូចបាច់អូនប្រហែលថ្ងៃទើបបងដឹងថាខ្វះអូនមិនបានបងសារភាពថាបងស្រឡាញ់អូនប្រាប់បងមកមើលចិត្តអូនដូចបងទេ អូនមិនចេះឆ្លើយទេ អរគុណអូនណាមិនឆ្លើយក៏ហីទៅចោលតែប៉ុណ្ណេះក៏អស់ចិត្តដែរ អូនមិនស្មានថាបងអាចស្គាល់ព្រមប្រៃជារូបអូនសោះ អូនឯងនេះឆោតណាបើបងចំណាំមិនបានមិនអាចធ្វើប្តីអូនបានទេ កាលនោះអូនគ្មានចិត្តស្រឡាញ់បងទេអូនធ្វើក៏ព្រោះតែចិត្តចង់ឈ្នះតែប៉ុណ្ណោះ បងប្រកែកដៀមដាំណាអូនកុំឲ្យតែដឹងខ្លួន ហេឈប់ងាប់ហើយជើងតូចចឹងមិនក្រត់លឿនម៉ែណែកុំខំប្រឹងរត់ពេកអូនមិនសូវជាផងតែមិនទៅបងមិនសុខចិត្តទេ បងបានអីលាក់ក្រៅខ្នងហ្នឹង អូនសាកទាយទៅមើលថាបងមានអីផ្ញើអូន មិនខ្ចីទាយទេមិនឲ្យហើយទេ ណែកុំងច្រើនពេកប្រយ័ត្នកូនបងនៅក្នុងពោះវាកាចណានេះណែចំណីពិសេសរបស់អូនណាអូ នេះប្រហែលមកពីការស្រឡាញ់ក៏មិនដឹងបាញ់ចឹងមែនអ្នកនេះមកលីដាប្រកាសជាចំអកឲ្យអូនពូក្រាំបាច់ជឿចិត្តសុំនិយាយជួយទៅក្រែកបានកក់ក្ដៅនឹងគេ នេះគឺជាកម្រងចម្រៀងកាយវិការដែលជាអនុស្សាវរីយ៍ទី15របស់អ្នកដឹកនាំរឿងស្រីស៊ីអរិទ្ធហាគាបន្ទាប់ពីកម្រងចម្រៀងកាយវិការនាយក្រឹមឆ្នាំ92ដែលអស់លោកស្រីអ្នកនាងកញ្ញាធ្លាប់ស្គាល់ស្នាដៃរួចមកហើយ លើកនេះឆ្នាំថ្មីនេះលោកបានខំប្រឹកព្រៀងសម្រាប់សម្រាំងទាំងបច្ចេកទេសសូរសៀងបទចម្រៀងនិងគ្រប់កាយវិការរបស់តារាសម្ដែងជាពិសេសគឺខំចិត្តចង់តម្រង់ចោះយកតែទេសភាពសុទ្ធសឹងតែស្រស់បវរនៃមាតុភូមិអង្គររបស់យើងមកផ្ញើជូនទឹកជាចំនួនអារម្មណ៍ត្រជាក់ត្រជុំក្នុងឆ្នាំ92នេះ ដើម្បីទុកជូនជាចំណងដៃដ៏ពិសេសមិនអាចបំភ្លេចបាននោះលោកស្រីស៊ីអរិទ្ធហាគាសូមផ្ញើជូននូវចំណងជើងថ្មីមួយគឺកម្រងចម្រៀងកាយវិការយៈរំឌីស្កូ រួមនឹងតួសម្ដែងដែលល្បីឈ្មោះបោះសម្លេងពេញរដ្ឋកម្ពុជានាបច្ចុប្បន្ននេះហើយក៏សុទ្ធសឹងតែជាតារាគាត់ភ្នែកនិងពេញចិត្តប្រិយមិត្តអស់លោកអ្នកនាងកញ្ញាដែរដូចជា អស់លោកស្រីអ្នកនាងកញ្ញាពិតជាបានស្គាល់យ៉ាងជាក់ច្បាស់ថាមហាយៈលក្ខកម្ពស់ឈ្មោះក្រមអប្សរាយៈសាក្រុងក្រៃល្បីពេញភពមនុស្សគ្រប់រូបចូលចិត្តគ្រប់គ្នាព្រោះជាមាចិត្តធម៌ ចេះញ័រចេះញាក់គ្រប់ចង្វាក់រំបាឆាច់ឆាច់ឆាតង់ហ្គោ
ផ្សារព្រោះប្រាថ្នាការសប្បាយ ជុំរស្មីមហេសីយក្រឹមញញឹមជូនដំណើរប្តីចាក់ចេញព្រៃព្រឹកព្រោះនឹកទីផ្សារស្រឡាញ់គ្នាណាស់មិនចង់ឃ្លាតឃ្លាតែអនិច្ចាស្វាមីបង្ខំស៊ូទ្រាំសង្កត់ចិត្តមិនគិតប្រច័ណ្ឌឲ្យតែខ្លួនបានចេះរាំឌីស្កូបដូរចង្វាក់យក្សានាយត្រដក់ខ្យល់បក់មិនរលំភ្នំសង្កត់មិនព្រឺលើសូរតែចូលក្រុងក្នុងចិត្តសែនសប្បាយរីករាយឥតឧបមាព្រោះខ្លួនជាសេនាមហាយក្រឹមសង្ឃឹមថាបានសប្បាយរស់រាយរីកថ្លាព្រោះចាក់សីមាយាត្រាចូលក្រុងកុលាបតែងមានបន្លាស្នេហាតែងជួបឧបសគ្គអ្នកណាប្រព្រឹត្តអ្នកនោះទទួលយ៉ាងណាមិញកញ្ញាអំពរទេវីក៏ជួបនៅទុក្ខសោកស្នាយញោមញីធ្វើឲ្យទេវីអំពរបន្តខ្សឹបខ្សៀវទួញធ្ងោបដូរវិចារមានន័យថាលីហើយប្រុសឌីស្កូពេជ្រភិរិនកំឡោះសង្ហាតារាឌីស្កូសូមបដកកិត្តិយសយកឈ្មោះជាព្រាននារីធ្វើឲ្យអំពរទេវីបាត់បង់ស្នេហ៍ផោផង់តង់យកការឈឺចាប់ពីខ្លួនទាំងក្តីស្រណោះអាឡោះអាឡៃលបែងស្នេហាមិនថាអ្នកណាឬអ្នកណាឡើយឲ្យតែជាប់ជំពាក់ចិត្តផ្ដិតអារម្មណ៍ហើយទោះឲ្យធ្វើអ្វីក៏ធ្វើដែរព្រោះតែចង់បានស្នេហ៍ពិតដោយជីវិតកញ្ញាហុកលក្ខណៈនេះអញ្ចឹងប្រឹងលួចស្រឡាញ់កំឡោះយោបោវណ្ណៈជំពាក់ចិត្តវៈវិនត្បិតក្តីស្រឡាញ់ខ្លាញ់រឿងស្នេហាបើចង់បានទទួលសុភមង្គលស្នេហ៍ពិតពិតលុះត្រាជីវិតពីរបន្ស៊ីចូលគ្នាចុះពេលនេះកំឡោះយោបោវណ្ណៈមានដឹងទេថាហុកលក្ខិណាលួចស្រឡាញ់គេទេមិនដឹងដែរបើវណ្ណៈដឹងហើយយល់ព្រមរឿងត្រូវតែចប់ថប់តែគេមិនដឹងទេបានជាសម្លក់សម្លឹងប្រឹងបើកភ្នែកធំធំអញ្ចឹងនោះកែវកល្យានបានសម្ផស្សសម្រស់ភក្ត្រាគេសារអនឡាញសាយគុណធាតែគូអនិច្ចាស្នេហានេះក្បត់ពង្រត់ផ្លូវចិត្តបំបត្តិផ្លូវកាយបំបែកស្នេហ៍ឆ្ងាយទាំងស្ដាយស្រណោះតើរឿងនេះមកពីមូលហេតុអីបានជាកល្យានស្រីជួបប្រទះរឿងនេះចង់ដឹងទោះតែសួរខៃប្រសិទ្ធទើបជ្រាបច្បាស់អ្នកណាមិនល្បីខៃប្រសិទ្ធនឹងជីវិតស្នេហារូបសង្ហារឹកសម្បើមផ្ដើមហាស្ដីស្រីញញឹមដាក់ញាក់ចិញ្ចើមផ្ដើមចចាស្រឡាញ់គ្នាណាស់ណាមួយសប្តាហ៍សាវាចិត្តតើរឿងនេះពិតជាអញ្ចឹងមែនទេគ្រាន់តែល្បីកុមារថាចង់ដឹងច្បាស់ការត្រូវតែតាមដានឯកអមរាបុប្ផាក្រពុំក្រមុំ92ជាទីពេញភ្នែកសម្រែកសុំស្នេហ៍របស់យុវកំឡោះបច្ចុប្បន្នស្របនឹងឆ្នាំថ្មីសិស្សស្រីអាយុ15ឆ្នាំមិនថាកំឡោះឬពោះម៉ាយសូម្បីតែតាអាយុ8ផ្លាយក៏ស្បែកចិត្តអាណិតខ្លួនដែរព្រោះតែមិនបានសាសងព្រោះតែអាយុកន្លងហួសសម័យចិត្តតារាខានីយុវវ័យសង្ហាភក្ត្រាស្រទន់គុណមើលយូរមិនណាយចិត្តរឹតតែស្រឡាញ់រឹតតែខ្នាញ់មិនចាញ់តារាបរទេសប៉ុន្មានទេចុះរឿងកាយវិការស្នេហាយ៉ាងម៉េចដែរចង់ដឹងកាយវិការស្នេហារបស់កំឡោះចិត្តតារាឆានីចាំជួបនារីឯកអមរាគង់តែដឹងទេនារីរតគុន្ធាទេពធីតាឋានកណ្ដាលយល់ភ័ក្រជំពាក់ចិត្ត
ត្បិតជាបុប្ផាដែលពោពេញទៅដោយក្លិនក្រអូបស្រោបមិនងាយណាយបើបកស្រាយពីសម្ផស្សគឺស្រស់គ្មានពីរបានឃើញមួយវិនាទីដូចជាបានជួបសបិនសួគាពេញមួយរាត្រីកំឡោះរូបសង្ហាតារាមិនប្រកាន់សវណ្ណមនីជាទីទំនុកទុកចិត្តរបស់ក្រមុំទាំងពួងមិនចេះលពងអង្វរសំស្នេហ៍តែចូលចិត្តនិយាយពិតត្រង់គេបានតម្រង់ចិត្តឲ្យមកស្ថិតក្នុងបេះដូងតែមួយសែនអស្ចារ្យជាមួយនឹងនារីរតគុន្ធានាពេលសយ័នដែលមានរលកទន្លេជាសាក្សីនៃក្តីស្នេហ៍បរិសុទ្ធឡុងមុនីរាជិនីក្រមុំផ្ដុំវិចាខែផ្កាសម្ដីបីដូចសិលមុនបន្ទន់ចិត្តធ្វើឲ្យខៃប្រសិទ្ធលែងគិតគូរមកសួរបដូរស្នេហានឹងកញ្ញាឡុងមុនីទៅវិញមិនទៅតែជាអញ្ចឹងទៅវិញកុំទៅឆ្ងល់នេះគេហៅថាលបែងស្នេហ៍លបោយស្និទ្ធនោះអី